Renegade Immortal ជំពូក2081បានលេងបានចាក់ចេញគាត់បានបាត់ខ្លួនពីពិភពគុហានៅអាឡៃវែននៅលើភពធម្មតាមួយមានស្ត្រីម្នាក់នាងពាក់ពោស្វាយហើយសក់របស់នាងឈានដល់ចង្កេះសក់របស់នាងត្រូវបានបត់ដោយខ្យល់ហើយសម្លៀកបំពាក់របស់នាងបានបញ្ចេញនូវភាពឆាតឆាយនាងបានក្រឡេកមើលមេឃនៅក្រោមព្រះអាទិត្យប្រសិនបើអ្នកក្រឡេកមើលឲ្យចិត្តអ្នកនឹងឃើញចិញ្ចើមដ៏ស្រស់ស្អាតនៅលើមុខរបស់នាងនាងពោពេញដោយភាពច្របូកច្របល់នាងទទួលបានអារម្មណ៍ដល់ទេវភាពមកដល់ហើយឈប់ក្បែរនាងមួយភ្លែតមុនពេលចាក់ចេញដើមឡើយនាងគិតថាវាជាការបំភាន់ទាំងអស់ប៉ុន្តែនៅពេលដែលវិញ្ញាណដល់ទេវភាពបានរលាយបាត់ត្បូងពេជ្រមួយបានលេចឡើងនៅចំពោះមុខនាងត្បូងទទឹមបានអន្តែតយ៉ាងស្ងៀមស្ងាត់នៅទីនោះហើយបញ្ចេញពន្លឺដ៏ទន់ភ្លន់នាងគឺស៊ីស៊ីហ្វិងនាងសម្លឹងមើលត្បូងពេជ្រនៅពីមុខនាងនៅពេលដែលពន្លឺដ៏ទន់ភ្លន់បានចែងចាំងវាបង្ហាញនៅក្លិនដែលធ្លាប់ស្គាល់ក្លិននេះប្រៀបដូចជាសុបិនហើយជាអ្វីដែលនាងមិនអាចបំភ្លេចបានវ៉ាងលីនស៊ីសៃវងសាញ់ចឹងគិតយ៉ាងស្ងៀមស្ងាត់មុនពេលនាងឈោងទៅរកត្បូងនាងកាន់ត្បូងនៅក្នុងដៃរបស់នាងហើយបិទភ្នែករបស់នាងអារម្មណ៍ដល់ទេវភាពរបស់នាងបានចូលទៅក្នុងត្បូងពេជ្រហើយនៅខាងក្នុងគឺជាសម្លេងរបស់វ៉ាងលីនមួយសន្ទុះក្រោយមកនៅពេលដែលស៊ីស៊ីហ្វិងបាត់ភ្នែកឡើងនាងបានបង្ហាញស្នាមញញឹមយ៉ាងទន់ភ្លន់ស្នាមញញឹមគឺស្រស់ស្អាតណាស់ផងដែរនៅក្នុងពិភពរូងភ្នំនៅក្នុងប្រព័ន្ធផ្កាយដ៏ស្ងាត់ជ្រងំនៅក្នុងពិភពខាងក្រៅមានថ្មជាច្រើនអន្តែតនៅទីនោះពួកគេហាក់ដូចជាធ្វើតាមច្បាប់ចម្លែករបស់ពួកគេហើយបានបង្វិលយឺតនៅក្នុងធ្នូដ៏ធំនៅលើថ្មធំនៅកណ្ដាលបុរសចំណាស់ម្នាក់អង្គុយមុខរបស់គាត់ក្រហមហើយគាត់កំពុងដាំដុះដោយស្ងប់ស្ងាត់រាល់ពេលដែលគាត់ដកដង្ហើមកាំរស្មីពណ៌ប្រផេះនឹងចេញពីរាងកាយរបស់គាត់ចូលទៅក្នុងថ្មហើយបន្ទាប់មកវានឹងសាយភាយចេញដើម្បីស្រូបយកដោយថ្មផ្សេងទៀតមិនមានថ្មនៅទីនេះមុនពេលគាត់មកប៉ុន្តែនៅពេលដែលបុរសចំណាស់បានមកដល់នៅថ្ងៃជាក់លាក់មួយថ្មទាំងនេះកាន់តែច្រើនឡើងហាក់ដូចជាត្រូវបានបង្កើតឡើងដោយអក្ខរាវិរុទ្ធរបស់គាត់បុរសចំណាស់នេះគឺជារូបសំណាកថ្មប្រេះនៅក្នុងជម្រៅនៃអាណាចក្រវីនសេលេសលប្រសិនបើមិនមែនសម្រាប់គាត់ទេការប្រយុទ្ធរបស់វ៉ាងលីនប្រឆាំងនឹងដោយវត្តធើនឹងកាន់តែគ្រោះថ្នាក់នៅពេលនេះភ្នែករបស់បុរសចំណាស់ត្រូវបានបិទហើយគាត់កំពុងដាំដុះយ៉ាងស្ងៀមស្ងាត់ដើម្បីបង្ខំថាមពលដែលបាននឹងកំពុងប្រែក្លាយខ្លួនរបស់គាត់ទៅជាថ្មចេញពីរាងកាយរបស់គាត់ថ្មទាំងអស់នៅទីនេះកើតមកដោយសារតែរឿងនេះខ្ញុំត្រូវការពេលតែ300ឆ្នាំទៀតប៉ុណ្ណោះដើម្បីជាសះស្បើយបន្ទាប់មកខ្ញុំអាចចាក់ចេញពីទីនេះហើយត្រឡប់មកផ្ទះវិញបុរសចំណាស់បើកភ្នែកឡើងវាដូចជាប្រសិនបើការក្រឡេកមើលរបស់គាត់អាចជ្រាបចូលទៅក្នុងចន្លោះប្រហោងដើម្បីមើលប្រព័ន្ធផ្កាយដ៏ធំគាត់មិនមែនជាអ្នកដាំដុះពិភពល្អាងទេគាត់មកពីទ្វីបអសុរាអមតៈមកពីនិកាយដាលទាំង7តាមពិតគាត់គ្រាន់តែជាសិស្សនៃអធិបតីសួគ៌7ពណ៌ប៉ុណ្ណោះពេលគាត់និយាយរអ៊ូតមគាត់មានអារម្មណ៍ថាមិនចង់ចាក់ចេញពីពិភពរូងភ្នំទេព្រោះគាត់បាននៅទីនេះយូរមកហើយបន្ទាប់ពីគិតមួយសន្ទុះគាត់ក៏ដកដង្ហើមធំហើយបិទភ្នែកម្តងទៀតនៅពេលដែលគាត់បានត្រឡប់ទៅការដាំដុះវិញអារម្មណ៍ដល់ទេវភាពមួយបានលេបត្របាក់មកអំណាចនៃវិញ្ញាណដល់ទេវភាពនេះធ្វើឲ្យបុរសចំណាស់នេះភ្ញាក់ផ្អើលគាត់ដឹងយ៉ាងច្បាស់ថាលុះត្រាតែម្ចាស់ចង់ឲ្យគាត់រកឃើញនោះគាត់នឹងមិនអាចទទួលអារម្មណ៍ដល់ទេវភាពនេះបានទេមកដល់ចំពោះគាត់អំណាចនៃវិញ្ញាណដល់ទេវភាពនេះគឺអាចប្រៀបធៀបទៅនឹងកម្លាំងរបស់ស្ថានសួគ៌អារម្មណ៍ដល់ទេវភាពបានបក់បោកមកមិនឈប់ប៉ុន្តែបន្ទាប់ពីវាបានបាត់ទៅវិញធ្វើឲ្យបុរសចំណាស់មានអារម្មណ៍មិនច្បាស់លាស់អំពីស្ថានភាពនោះថ្នាំគ្រាប់មួយបានលេចឡើងនៅចំពោះមុខគាត់ថ្នាំគ្រាប់នេះមានពណ៌ក្រហមទាំងស្រុងហើយបានបញ្ចេញថាមពលដ៏គួរឲ្យភ្ញាក់ផ្អើលនៃពិភពលោកគ្រាន់តែធំក្លិនថ្នាំនេះកម្លាំងដ៏គួរឲ្យខ្លាចក្នុងខ្លួនរបស់គាត់ត្រូវបានបង្ក្រាបក្រឡេកមើលថ្នាំគ្រាប់ហើយរំលឹកដល់វិញ្ញាណដល់ទេវភាពនោះបុរសចំណាស់ក៏មានអារម្មណ៍ស្គាល់គ្នាបន្តិចម្តង
បន្ទាប់ពីគិតមួយសន្ទុះគាត់ក៏និយាយទៅកាន់ខ្លួនឯងគឺគាត់នៅពេលនេះនៅពេលដែលវ៉ាងលីនបានចាក់ចេញពីពិភពល្អាងភ្នែករបស់ទារកដែលកំពុងដេកនៅក្នុងភពមួយនៅក្នុងប្រព័ន្ធផ្កាយខាងក្រៅបានយល់ដូចជាគាត់នឹងភ្ញាក់ប៉ុន្តែយូរមកហើយគាត់នៅតែមិនបើកភ្នែកហើយស្ងប់ស្ងាត់ទៅដេកវិញថាមពលខាងវិញ្ញាណគ្មានទីបញ្ចប់បានប្រមូលផ្តុំពីក្នុងនិងក្រៅភពផែនដីឆ្ពោះទៅរកទារកដែលដើរតួជាសារធាតុចិញ្ចឹមសម្រាប់គាត់ក្នុងការលូតលាស់មុនពេលគាត់គឺជាត្បូងពេជ្រដែលបង្កើតឡើងដោយវិញ្ញាណដ៏ទេវភាពត្បូងនេះមិនមែនជារូបរាងកាយទេប៉ុន្តែហាក់ដូចជាឆ្លាស់គ្នារវាងការបំភាន់ភ្នែកនិងរឹងវាអន់តែតយ៉ាងស្ងៀមស្ងាត់នៅទីនោះដោយរងចាំទារកក្រោកឡើងមើលវាភពដាំដុះនេះដែលទារកស្ថិតនៅគឺពិតជាសាមញ្ញបំផុតហើយមើលទៅមិនចម្លែកទាល់តែសោះបើមានអ្វីចម្លែកនោះគឺវាមើលទៅដូចជាក្របភ្នែកបើគេមើលពីចម្ងាយជួរភ្នំនៅលើភពផែនដីមើលទៅដូចសរសៃឈាមសមុទ្រដ៏ធំល្វឹងល្វើយដូចជាពណ៌សជុំវិញសិស្សហើយទ្វីបមើលទៅដូចសិស្សវ៉ាងលីនធ្លាប់នៅទីនេះពីមុនមកគាត់មិនត្រឹមតែឃើញទារកតួសែនប៉ុណ្ណោះទេប៉ុន្តែក៏បានរកឃើញភពតួសែនដែលកំពុងដេកក្នុងនោះដែរបន្ទាប់ពីវ៉ាងលីនបានចាត់ចេញពិភពលោកល្អាងបានស្ងប់ស្ងាត់វាដូចជាមនុស្សម្នាក់ដែលកាន់តែខ្លាំងកម្លាំងស្ទើរតែគ្មាននរណាម្នាក់អាចរកឃើញបានពេញពិភពរូងភ្នំបន្ទាប់ពីវ៉ាងលីនបានចាក់ចេញកម្លាំងនេះអាចការពារកន្លែងនេះអស់ជាច្រើនជំនាន់ដូច្នេះឧបទ្ទហេតុដូចជា Master Scaleso នឹងមិនកើតឡើងម្តងទៀតទេនៅលើទ្វីបអមតៈ Astral Continent នៅក្នុង Heavenly Ball Continent មានភ្នំមួយដែលហុំព័ទ្ធដោយអាប់នៅថ្ងៃនេះកម្លាំងដ៏ខ្លាំងមួយបានប្រញាប់ប្រញាល់ចេញហើយពន្លឺគ្រីស្តាល់គ្មានទីបញ្ចប់បានសាយភាយគ្រប់ទិសទីបន្ទាប់ពីពន្លឺបានផ្ចាត់ផ្ចាយវ៉ាងលីនបានដើរយឺតចេញពីខ្លោងទ្វារទៅកាន់ពិភពរូងភ្នំជាមួយនឹងសក់សនិងអាវផាយពណ៌សរបស់គាត់300ឆ្នាំចុងក្រោយបានកន្លងផុតទៅក្នុងមួយប៉ព្រិចភ្នែកវ៉ាងលីនបានក្រឡេកមើលពិភពលោកនៃទ្វីប Astral អមតៈហើយដើរទៅមុខដោយស្ងៀមស្ងាត់និកាយដាវ7វ៉ាងលីនបាននិយាយទៅកាន់ខ្លួនឯងមុនពេលគាត់ចេញទៅគាត់បានក្រវីដៃឲ្យហើយខ្យល់បក់ពាសពេញនិកាយដាវ7ការបំផ្លិចបំផ្លាញបានរលាយបាត់ហើយត្រូវបានជំនួសដោយនិកាយដ៏មានឥទ្ធិពលកន្លែងនេះនឹងក្លាយជាផ្ទះសម្រាប់អ្នកគ្រប់គ្នាដែលចេញពីពិភពល្អាងវ៉ាងលីនបានរអ៊ូតំពេលគាត់ឡើងទៅលើមេឃភ្លាមនោះពន្លឺ720ដុំបានលេចចេញមកហើយរាយប៉ាយគ្រប់ទិសទីពន្លឺ720ដុំនេះបានលេចចេញនៅកន្លែងផ្សេងជាច្រើននៅទូទាំងប្រទេសទ្វីប Astral អមតៈគីងស៊ូអ៊ីកំពុងដើរកាត់វាលខ្សាច់នៅពេលដែលគាត់ហាក់ដូចជាកត់សម្គាល់អ្វីមួយហើយមើលទៅពន្លឺមួយដុំបានហោះចូលទៅក្នុងខ្លួនរបស់គាត់រាងកាយរបស់គាត់ញ័រហើយមួយសន្ទុះក្រោយមកគាត់បើកភ្នែករបស់គាត់ដោយស្នាមញញឹមចៅវាយហុងសានកំពុងហោះកាត់មេឃហើយមុនគាត់មានពន្លឺដែលមានបុរសចំណាស់ម្នាក់នៅខាងក្នុងទឹកមុខបុរសចំណាស់មានចិត្តកាចណាស់ប៉ុន្តែមានការភ័យខ្លាចនៅពីក្រោមខណៈដែលគាត់បានរត់គេចខ្លួនក្នុងល្បឿនយ៉ាងពេញទំហឹងចៅវាយហុងសានកំពុងដេញតាមដោយទឹកមុខអាប់អួរនៅពេលនេះចង្កោមនៃពន្លឺបានចូលទៅក្នុងខ្លួនរបស់គាត់ហើយធ្វើឲ្យគាត់មើលទៅឆ្ពោះទៅរកទៅដៅនៃទ្វីបកូស៊ូទឹកមុខអាប់អួររបស់គាត់បានស្រទន់ប៉ុន្តែគាត់បានដេញកាន់តែលឿនគីងលីន Zuru, Red Butterfly, Zuyi និងស្ទើរតែគ្រប់គ្នាមកពីពិភពរូងភ្នំបានទទួលពន្លឺនិងមានអារម្មណ៍ថាមានអត្ថិភាពនៃនិកាយដាវ7ទោះបីជាពួកគេនៅតែស្លាប់ក៏ដោយការចងចាំអំពីនិកាយដាវ7នឹងភ្ញាក់ឡើងបន្តិចម្តងនាពេលអនាគតវ៉ាងលីនបានប្រឡេកមើលនិកាយដាវទាំង7លើកចុងក្រោយមុនពេលដែលគាត់បានបង្កើតទម្រង់ដ៏មានឥទ្ធិពលជំវិញវាការបង្កើតនេះគឺប្រៀបបាននឹងការដែលលោកបានកំណត់ក្នុងពិភពល្អាងទោះបីជាគាត់មិនបានបង្កើតវាចេញពីអាណាចក្រព្រះអាមេរិកក៏ដោយគាត់នៅតែអាចធានាសុវត្ថិភាពនៃពិភពល្អាងនិងការពារអត្ថិភាពនៃនិកាយដាវ7បន្ទាប់ពីធ្វើអ្វីទាំងអស់នេះហើយវ៉ាងលីនមិនបានមើលក្រោយទេហើយបានដើរឆ្ពោះទៅកាន់មេឃរហូតទាល់តែមានដំណាភៀបនឹងបាត់ទៅវិញពេលវេលា300ឆ្នាំគឺច្រើនដងសម្រាប់ជីវិតរមែងស្លាប់ប៉ុន្តែសម្រាប់អ្នកដាំដុះវាមិនយូរប៉ុន្មានទេមនុស្សឆ្កួតបានក្លាយជាអធិរាជសេលេសលហើយជីដូបានក្លាយជាអធិរាជស៊ីបុរាណខ្ញុំឆ្ងល់ថាតើពួកគេកំពុងធ្វើដូច្នេះវ៉ាងលីនបាននិយាយទៅកាន់ខ្លួនគាត់ហើយ
លីឈូអៃអិនមីតាអ្នកនៅឯណាវាងលីនដកដង្ហើមធំគាត់អាចទាយបានថាលីឈូអៃអិនមីបានដាស់ការចងចាំរបស់នាងដោយគីងស៊ូអ៊ីគាត់ក៏អាចទាយពីមូលហេតុដែលនាងនឹងមិនឃើញគាត់ដែរស្ងាត់ជូនពរខ្ញុំវាងលីនសម្លឹងមើលទៅលើមេឃឆ្ងាយគាត់តែងតែចងចាំពាក្យរបស់លីឈូអៃអិនមីនឹងរឿងបាក់សីនឹងត្រីមួយសន្ទុះក្រោយមកវាងលីនបានបិទភ្នែករបស់គាត់ហើយដើរឆ្ពោះទៅរកទិសដៅនៃត្រកូលបុរាណខ្ញុំធ្លាប់បានសន្យាជាមួយប៊ូដាថាខ្ញុំនឹងចូលទៅក្នុងអាណាចក្រព្រះអ៊ីមម៉ាម៉ូរៀលពីខាងត្រកូលអានសៀនវាងលីនចងចាំពាក្យសន្យាពីអតីតកាលគាត់បានធ្វើដំណើរឆ្លងកាត់ត្រកូលសេលេស្ទីលពី3ថ្ងៃហើយមកដល់គែមនៃអាងដែលជាសមុទ្រដ៏ធំបន្ទាប់មកគាត់ដើរឆ្ពោះទៅចំណុចកណ្ដាលដែលមានព្យុះសមុទ្រមុនពេលគាត់ចូលទៅចិត្តគាត់អាចលឺសំឡេងផ្គរលាន់បក់មេឃហើយធ្វើឲ្យមេឃងងឹតវាមានរយៈពេល300ឆ្នាំហើយចាប់តាំងពីព្យុះសមុទ្របានបង្កើតឡើងហើយឥឡូវនេះវាហាក់ដូចជាមានហិង្សាជាងមុនទៅទៀតនៅពេលដែលផ្គរលាន់បន្លឺឡើងពីពេញពិភពលោកខ្យល់ព្យុះសមុទ្របានបង្វិលយ៉ាងលឿននិងបង្កជារលកធំពួកគេមើលទៅដូចជារលកដែលអណ្តែតលើអាកាសដែលបន្តបុកគ្នាហើយហាក់ដូចជាកំពុងបក់ទៅលើមេឃនៅខាងក្នុងព្យុះសមុទ្រមានសសរធំចំនួន9ដែលផ្ដល់ពន្លឺ9ពណ៌ផ្សេងគ្នាពន្លឺបានពេញព្យុះសមុទ្រទាំងមូលហើយត្រូវបានឆ្លុះបញ្ចាំងដោយព្យុះសមុទ្រដែលធ្វើឲ្យវាមើលទៅដូចជាសុបិន9ពណ៌សុបិននេះបង្កប់នូវអារម្មណ៍អាថ៌កំបាំងដែលបង្ខំឲ្យមនុស្សម្នាក់ជ្រមុជខ្លួនក្នុងវានិងការពារពួកគេពីការដកខ្លួនចេញដោយសារតែពាក្យចចាមអារ៉ាមផ្សេងអំពីអាណាចក្រព្រះអ៊ីមម៉ាម៉ូរៀលនៅលើទ្វីបអមតៈអាស្រល់មានមនុស្សជាច្រើននៅទីនេះពួកគេត្រូវបានបំពេញដោយបំណងប្រាថ្នាដើម្បីក្លាយជារងមាំវាងលីនឈរនៅម្ខាងនៃព្យុះសមុទ្រហើយគាត់មិនស្ទាក់ស្ទើរក្នុងការដើរកាត់វាគាត់បានបង្ហាញខ្លួននៅខាងត្រកូលអានសៀនហើយអង្គុយដោយស្ងប់ស្ងាត់ដើម្បីរងចាំអាណាចក្ររបស់អ៊ីមម៉ាម៉ូរៀលវោបបើកក្នុងប៉ុន្មានខែទៀតនៅពេលដែលពេលវេលាកាន់តែខិតជិតមកបន្តិចម្តងត្រកូលសេលេស្ទីលនិងត្រកូលបុរាណបានភ្ញាក់ឡើងដូចជាសត្វដ៏កាចសាហាវពីរក្បាលដែលកំពុងដេកលក់ហើយផ្ទុះឡើងជាមួយនឹងថាមពលកំពូលរបស់ពួកគេបន្ទាប់ពីរៀបចំអស់រយៈពេលរាប់រយឆ្នាំRenegade Immortal ចំពោះ2082នៅក្នុងត្រកូល Celestial កងទ័ពដែលបង្កើតឡើងដោយនិកាយជាច្រើនបានប្រើប្រាស់អារេផ្ទេរដែលកម្រប្រើដើម្បីទៅដល់អាងដ៏ធំក្នុងទិសដៅនៃត្រកូលបុរាណទាហានរាប់មិនអស់ដែលដឹកនាំដោយអធិរាជៈបុរាណទាំង3ក៏បានមកដល់តាមរយៈការផ្ទេរអារេគ្មាននរណាដឹងថាសង្គ្រាមនេះនឹងចាប់ផ្ដើមឬក៏អត់វាអាស្រ័យលើភាគីណាមួយនឹងមាន Grand Empyrean ថ្មីឬសូម្បីតែ Grand Empyrean អាចឡើងដល់កម្ពស់ខ្ពស់ជាងនេះជាលក្ខខណ្ឌសំខាន់សម្រាប់សង្គ្រាមចាប់ផ្ដើមប្រសិនបើសមតុល្យអាចត្រូវបានរក្សាបានវានឹងល្អប៉ុន្តែប្រសិនបើតុល្យភាពត្រូវបានខូចសង្គ្រាមនេះនឹងជៀសមិនរួចចាប់តាំងពីត្រកូល Celestial បានទាយរួចហើយថា Grand Empyrean Voodoo មិនអាចចាក់ចេញពីត្រកូលអានសៀនបានទេតើតែត្រកូលបុរាណដកថយហើយមិនហ៊ានប្រយុទ្ធនៅក្រៅជួររបស់បូដាគ្មាននរណាម្នាក់ដឹងថានៅពេលណាដែលអាណាចក្រព្រះអ៊ីមម៉ាម៉ូរៀលបានចូលមកក្នុងអធិភាពវាហាក់ដូចជាចាស់ជាងទ្វីបអមតៈអាស្រល់សូម្បីតែបុព្វបុរសរបស់ Celestial និងបុព្វបុរសបុរាណដែលកើតចេញពីភាពទទេនោះក៏មិនបានដឹងច្រើនអំពីអាណាចក្ររបស់ព្រះអម្រិតដែរវាងលីនអង្គុយនៅម្ខាងនៃព្យុះសមុទ្រហើយមើលទៅទ្វារដែលបង្កើតឡើងដោយសសរធំច្រកទ្វារត្រូវបានបិទយ៉ាងតឹងរ៉ឹងហើយហៀបនឹងបើកក្នុងពេលឆាប់នេះវាងលីនមិនប្រញាប់ប្រញាល់ទេគាត់បានរងចាំរាប់ពាន់ឆ្នាំហើយមិនបារម្ភប៉ុន្មានខែទេយ៉ាងណាមិញមានចំណល់មួយនៅក្នុងចិត្តខ្ញុំឆ្ងល់ថាតើអាណាចក្រនៃព្រះអ៊ីមម៉ាម៉ូរៀលនឹងទៅជាយ៉ាងណាដែលខ្ញុំមិនបានផ្ទុះតាមផែនការឆ្កួតនោះនៅក្នុងប្រាសាទដូនតាស៊ីបុរាណវាងលីនបានសញ្ជឹមគិតយ៉ាងស្ងៀមស្ងាត់អំពីរឿងនេះអស់រយៈពេលជាយូរប៉ុន្តែវាជាសំណួរដែលគ្មានចម្លើយ
វាងលីនរងចាំអាណាចក្រនៃព្រះមហាក្សត្របើកឥឡូវនេះគឺមួយខែមុនពេលការបើកហើយកាំរស្មី3បានមកពីត្រកូលបុរាណវាគឺជា Grand Empyrean ទាំង3មកពីត្រកូលបុរាណសុំទៀនឲ្យជូនលួនឹងអាចកំបាំងបុរាណជា Grand Empyrean កាំរស្មី3នៃពន្លឺភ្លាមបានបិទហើយប្រែទៅជារូប3នៅមុខវាងលីនសុំទៀនមើលទៅវាងលីនដោយទឹកមុខស្មុគស្មាញគាត់បានទះដៃដាក់វាងលីនហើយគោរពយ៉ាងខ្លាំងសុំទៀនសូមជម្រាបសួរព្រះអម្ចាស់វាងស្តេជី Grand Empyrean បុរាណក៏បានសញ្ជឹងគិតដោយស្ងៀមស្ងាត់ហើយបានទះដៃដោយគោរពនៅវាងលីនពួកគេបានរៀនរួចមកហើយកាលពី300ឆ្នាំមុនមនុស្សដែលខ្លាំងបំផុតនៅលើទ្វីបអមតៈ Astral Continent មិនមែនជា Grand Empyrean Buddha ទៀតទេប៉ុន្តែមនុស្សដែលមានឈ្មោះថាវាងលីនដែលនៅចំពោះមុខពួកគេបន្ទាប់ពីបានឃើញសមរភូមិនោះកាលពី300ឆ្នាំមុនពួកគេបានសួរលោក Grand Empyrean Buddha ផ្ទាល់ពួកគេទទួលបានចម្លើយដូចគ្នានឹងអ្វីដែលពួកគេបានឃើញឯជួនលួមានអាយុច្រើនជាងមុនប៉ុន្តែគាត់មានស្នាមញញឹមលើមុខគាត់មើលទៅអតីតសិស្សរបស់គាត់ហើយមានអារម្មណ៍រីករាយដែលវាងលីនអាចក្លាយជាអ្នកខ្លាំងម្នាក់នេះគាត់ហៀបនឹងចាប់ដៃរបស់គាត់ជាមួយសងទៀនយ៉ាងណាមិញនៅលើទ្វីបអមតៈ Astral អ្នកខ្លាំងត្រូវបានគេគោរពទោះជាយ៉ាងណាគ្រាន់តែពួកគេមកដល់វាងលីនក៏ក្រោកឡើងប្រសិនបើមានតែសងទៀននិងអានសៀនជី Grand Empyrean បានមកគាត់នឹងមិនធ្វើបែបនេះទេទោះជាយ៉ាងណាក៏ដោយជាមួយនឹងអេជួនលួនៅទីនេះវាងលីនមិនស្ទាក់ស្ទើរក្នុងការក្រាបថ្វាយបង្គំអេជួនលួជាមុនសិនវាងលីនជម្រាបសួរលោកគ្រូនៅពេលដែលសងទៀននិងអានសៀនជី Grand Empyrean បានឃើញបែបនេះពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេបានឃើញគូគ្រូសិស្សច្រើនពេកដែលសិស្សក្បត់គ្រូមានឱកាសជាច្រើនផងដែរដែលសិស្សកាន់តែខ្លាំងឡើងហើយលែងគោរពគ្រូរបស់ខ្លួនបើទោះបីជាអ្នកខ្លះបានធ្វើក៏ដោយវានៅលើផ្ទៃតែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយភាពស្មោះត្រង់របស់វាងលីនអាចត្រូវបានគេដឹងយ៉ាងច្បាស់ដោយអ្នកទាំងពីរក្នុងនាមជាមនុស្សខ្លាំងបំផុតនៅលើទ្វីបអមតៈ Astral Continent វាជារឿងធម្មតាទេដែលអេជួនលួក្រាបថ្វាយបង្គំវាងលីនពួកគេក៏បានតាច់ទំនាក់ទំនងគ្រូនិងសិស្សរបស់ពួកគេឡើងវិញនៅឯវេនដោបុរាណវាងលីនសម្លឹងមើលអេជួនលួទៅកាន់គ្រូរបស់គាត់ដែលមើលទៅចាស់ជាងតើគាត់អាចធ្វើឲ្យគ្រូរបស់គាត់ក្រាបបង្គំគាត់ដោយរបៀបណាទោះបីជាគាត់ជាមនុស្សខ្លាំងបំផុតនៅលើទ្វីបអមតៈ Astral Continent នឹងអាចកាន់តែខ្លាំងនាពេលអនាគតក៏ដោយក៏គាត់មិនអាចមានកតញ្ញូនឹងធ្វើឲ្យអេជួនលួក្រាបថ្វាយបង្គំគាត់ឡើយអេជួនលួបាប់មាត់ហាក់ដូចជាចង់និយាយអ្វីមួយប៉ុន្តែគាត់ញញឹមហើយងក់ក្បាលដាក់វាងលីននៅទីបញ្ចប់វាគឺដោយសារតែការគោរពរបស់វាងលីនចំពោះអេជួនលួក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ដែលសងទៀននិងអានសៀនជី Grand Empyrean បានប្រព្រឹត្តចំពោះអេជួនលួខុសពីធម្មតាពួកគេគួរតែស្មើគ្នាប៉ុន្តែឥឡូវនេះពួកគេបានចាត់ទុកអេជួនលួដោយមានការណែនាំអំពីការគោរពដើម្បីធ្វើឲ្យវាងលីនដែលជាមនុស្សខ្លាំងបំផុតនៅលើទ្វីបអមតៈ Astral នឹងបានយកឈ្នះប៊ូដោហៅគាត់ថាគ្រូគឺគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងនៅថ្ងៃទី15មុនពេលការបើករបស់ Immemorial Bodrium មានការផ្លាស់ប្ដូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយចំពោះព្យុះសមុទ្រព្យុះសមុទ្របានពង្រីកជាច្រើនដងហើយផ្គរលាន់ក៏បន្លឺឡើងសំឡេងនោះខ្លាំងមុំអាចសម្លាប់មនុស្សបានហើយសូម្បីតែអ្នកដែលខ្សោយជាមួយចំនួនក៏មិនអាចទ្រាំទ្របានដែរអ្នកដែលរងការប៉ះពាល់ស្រាលនឹងត្រូវរបួសដល់បេះដូងនិងរាងកាយចំណែកឯករណីធ្ងន់ធ្ងរនឹងផ្ទុះខ្លួនប្រាណរាល់ពេលដែលចក្រភព Immemorial Bodrium បើកនោះគ្មានអ្នកដាំដុះណាដែលខ្សោយនឹងមកបនតតុននៅខាងក្នុងនោះទេនេះភាគច្រើនដោយសារតែផ្គរលាន់ទាំងនេះនៅក្រោមសម្លេងផ្គរលាន់ទាំងនេះអ្នកដាំដុះដែលខ្សោយមិនអាចចូលទៅជិតបានឡើយហើយយូរទៅពួកគេនឹងកាន់តែមានកម្លាំងខ្លាំងឡើងនៅទីបំផុតសម្លេងស្រឡះពីមេឃនឹងសម្លាប់អ្នកណាម្នាក់ក្រោមជំហានទី3សូម្បីតែទ្រព្យសម្បត្តិការពារក៏គ្មានឥទ្ធិពលនៅទីនេះដែរនៅថ្ងៃចុងក្រោយសម្លេងផ្គរលាន់អាចបបោកអ្នកណាម្នាក់នៅក្រោមឆាកវត្តត្រៃយលិនហើយដូច្នេះមនុស្សដែលអាចមកទីនេះមានតិចតួចណាស់នៅពេលដែលផ្គរលាន់បន្លឺឡើងពន្លឺ9ពណ៌បានទម្លុះតាមព្យុះសមុទ្រចូលទៅក្នុងមេឃនិងគ្របដណ្ដប់ផែនដីពន្លឺ9ពណ៌ប្រែទៅជារស្មីដោយកាំបិតហើយបានសាយភាយតំបន់នោះទឹកមុខរបស់វាងលីនស្ងប់ស្ងាត់
Quạt ban khơi nhàn cho ban nơi thuê đại bằng cát lang đói sơ só tiêm pram buôn rồi lùng. Sầm lên cô loan cứ cho ban nát đói xa thuê rồi lùng. Priếp đôi chia miên ẩm nái cầm pong bia thuê trong rột chành. Ơi chuyên lưu có lệch mơ cho sầm một hai nị gì dư tờ can ban lính tha, miên ở vay mùi khó. ពេលវេលាចុងក្រោយដែលអាណាចក្រព្រះអម្រិតបានបើកវាទទួលបានកម្លាំងខ្លាំងមួយសប្តាហ៍មុនពេលវាបើកប៉ុន្តែឥឡូវនេះវាលឿនជាងមួយសប្តាហ៍ឯជួនលួងក់ក្បាលជាលទ្ធផលសម្លេងគ្រហឹមរបស់អាណាចក្រព្រះអម្រិតនឹងមានរយៈពេលកាន់តែយូរជាងមុនហើយនឹងកាន់តែខ្លាំងឡើងសូម្បីតែសមាជិកត្រកូលដែលមានផ្កាយ27ហើយបានបញ្ចូលធម្មពលទាំង3យ៉ាងពេញលេញក៏មិនអាចមកបានដែរឯជួនលួបង្ហាញទឹកមុខព្រួយបារម្ភ វ៉ាងលីនសម្លឹងមើលព្យុះសមុទ្រគាត់បានរស់នៅក្នុងត្រកូលបុរាណអស់រយៈពេលជាយូរហើយបានដឹងថាសមាជិកត្រកូលផ្កាយ27ពេញលេញដែលបានបញ្ចូលធម្មពលទាំង3យ៉ាងពេញលេញគឺអាចប្រៀបបានទៅនឹង Golden Angel កាលពីមុននៅពេលដែល Immemorial Boat រៀមបានបាក់ភីគីទាំងសងខាងនិងបញ្ជូនអ្នកដំណោះវត្តត្រៃយលិនយ៉ាងច្រើនសន្ធឹកសន្ធាប់មកសាកល្បងសំណាងរបស់ពួកគេ ទោះយ៉ាងណាក៏ដោយមនុស្សទាំងនោះមិនសំខាន់ទេមនុស្សសំខាន់គឺអ្នកលើកដំកើងមាសអ្នកលើកដំកើង Empyrean ហើយអ្នកដែលសំខាន់បំផុតគឺ Ascendant Empyrean យ៉ាងណាមិញគោរន្ទះបានមកដល់មួយសប្តាហ៍មុននេះតើនេះមានន័យថាគ្រោះថ្នាក់នឹងកើតឡើងមួយសប្តាហ៍ចាប់ពីពេលនេះឬឯជួនលូ Dexter បន្តិចវ៉ាងលីនដកការសម្លឹងមើលពីព្យុះសមុទ្រ គាត់ក្រឡេកមើលទៅក្រោយហើយអាចមានអារម្មណ៍ថាសមាជិកត្រកូលបុរាណរាប់រយនាក់កំពុងប្រញាប់ប្រញាល់ដោយផ្អែកលើល្បឿនរបស់ពួកគេទាំងអស់គួរតែមកដល់ក្នុងរយៈពេល3ថ្ងៃពេលវេលាបានកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃនៅថ្ងៃទី2សំឡេងរោកាន់តែខ្លាំងនៅថ្ងៃទី3ពួកគេកាន់តែរងមាំសំឡេងរោបានធ្វើឲ្យពិភពលោកមិនស្ថិតស្ថេរ សុំទាននឹងអានសៀនជីងរ៉េនអេមភីរៀនកាន់តែអាប់អួរនិងថប់បារម្ភនៅវេលាថ្ងៃត្រង់នៃថ្ងៃទី3ត្រឹមតែ12ថ្ងៃមុនការបើកនៃអាណាចក្រព្រះ Immemorial សម្លេងស្ងប់ស្ងាត់របស់វ៉ាងលីនបានចូលទៅក្នុងត្រចៀករបស់សុងទាននិងក្រុមហ៊ុនយ៉ាងច្បាស់សូម្បីតែនៅក្នុងសម្លេងផ្គរលាន់នេះមហាអេមភីរៀននៃត្រកូល Celestia បានមកដល់ហើយមិនយូរប៉ុន្មាននៅត្រើយម្ខាងនៃព្យុះសមុទ្រកាំរស្មី3បានមកដល់មានតែចាយូឌី Wolfing និងដោយីបានមកចំពោះ Gemini នាងមិនបានមកទេនាងបានជ្រើសរើសឲ្យនៅក្នុងត្រកូល Celestia ដដែលការលបងនៃអាណាចក្ររបស់ព្រះ Immemorial មិនបានប៉ះពាល់ដល់ Gemini ច្រើនពេកទេនាងគិតយ៉ាងយូរហើយបញ្ចប់ដោយជ្រើសរើសធ្វើជាអ្នកបម្រុងចំណែកលោកលៀនដល់វ័យដែលបានក្លាយជាអធិរាជ Celestial លោកក៏បានជ្រើសរើសមិនមកដែរបន្ទាប់ពីជីឌូនិងក្រុមហ៊ុនមកពួកគេបានកត់សម្គាល់ភ្លាមថាសម្លេងគ្រហឹមថ្ងៃនេះខុសពីអតីតកាលពួកគេគិតមួយសន្ទុះហើយការបញ្ចេញមតិរបស់ពួកគេកាន់តែអាប់អួរដូចជាឯជួនលួនិងក្រុមហ៊ុនពួកគេក៏មានអារម្មណ៍ថាមានអ្វីមួយខុសដែរពួកគេទាំង3សម្លឹងមុខគ្នារួចក៏បែរមុខទៅតាមព្យុះសមុទ្រសូមមើលឯជួនលួនិងក្រុមហ៊ុនរួមជាមួយនឹងវ៉ាងលីនដែលស្ងប់ស្ងាត់លោកដោយីជំរាបសួរព្រះអម្ចាស់វ៉ាងដោយយីមិនស្ទាក់ស្ទើរក្នុងការតេះដៃដោយគោរពជំរាបសួរលោកម្ចាស់វ៉ាងទឹកមុខរបស់វូហ្វេងស្ងប់ស្ងាត់វាហាក់ដូចជា300ពេលវេលាជាច្រើនឆ្នាំបានធ្វើឲ្យគាត់ទទួលយកការពិតជីឌូ Dexter បន្តិចមុននឹងគាត់ដកដង្ហើមធំរួចក៏ទះដៃដាក់វ៉ាងលីនប៉ុន្តែគាត់មិនបាននិយាយអ្វីទាំងអស់វ៉ាងលីនងក់ក្បាលហើយញញឹមដាក់វូហ្វេងខានឃើញយូរហើយវាមានរយៈពេលរាប់រយឆ្នាំហើយខ្ញុំមិននឹកស្មានថាកម្រិតនៃការដាំដុះរបស់លតវ៉ាងលីនឈានដល់កម្រិតនេះទេនៅពេលដែលវូហ្វេងឃើញវ៉ាងលីនធ្វើបែបនេះបេះដូងរបស់គាត់ក៏ក្តៅបន្តិចនៅពេលពួកគេទាំងពីរនិយាយគ្នាកាំរស្មីរាប់រយបានលេចឡើងនៅលើមេឃនៅពីក្រោយឯជួនលូកាំរស្មីនៃពន្លឺបានផ្លាស់ទីយ៉ាងលឿនពួកគេគឺជាមនុស្សដែលត្រូវបានជ្រើសរើសឲ្យចូលទៅក្នុងអាណាចក្រព្រះ Immemorial ក្នុងពេលជាមួយគ្នានោះអារ៉េបតេដ៏ធំបានបង្ហាញខ្លួននៅពីក្រោយចាយូឌីហើយតួលេខរាប់រយបានដើរចេញមក
វ៉ាងលីនបានឃើញពួកគេភាគច្រើននៅឯការកាត់ផ្ដេក Empyrean ស្ទើរតែភ្លាមពេលដែលពួកគេបានបង្ហាញខ្លួនវាហាក់ដូចជាអរ៉ារបស់ពួកគេធ្វើឲ្យកន្លែងនេះមិនស្ថិតស្ថេរខ្យល់បក់ពីព្យុះសមុទ្រកាន់តែខ្លាំងឡើងហាក់ដូចជាពិភពលោកកំពុងញ័រនឹងត្រៀមខ្លួនដួលរលំសូម្បីតែការប្រេះឆាក្នុងលំហក៏ចាប់ផ្ដើមលេចឡើងនិងបាត់នៅក្នុងតំបន់នេះឈុតនេះបានធ្វើឲ្យការបញ្ចេញមតិរបស់ Grand Empyrean ទាំង6នាក់បានផ្លាស់ប្ដូរRenegade Immortal ជំពូក2083ព្យុះសមុទ្របានបន្តបោកបក់ខ្លាំងឡើងជាច្រើនដងវាបានបណ្ដាលឲ្យមានការប្រេះឆាផ្នែកលំហជាច្រើនលេចឡើងនៅតំបន់ជុំវិញវាដូចជាខ្មោចស្រែកយំខណៈដែលមានកម្លាំងដ៏មុតស្រួចនិងតក់ស្លុតដែលអាចបំផ្លាញរាងកាយរបស់មនុស្សវាបានសាយភាយទៅគ្រប់ទិសទីពីកណ្ដាលព្យុះសមុទ្រមនុស្សរាប់រយនាក់មកពីត្រកូលបុរាណទើបតែមកដល់ហើយមើលព្យុះសមុទ្រនៅពីមុខពួកគេអាចទទួលអារម្មណ៍បានយ៉ាងច្បាស់នៅក្លិននៃការបំផ្លិចបំផ្លាញពីវាដែលអាចបំផ្លាញពួកគេយ៉ាងងាយកម្លាំងនេះមុំធ្វើឲ្យភាវៈរស់ទាំងអស់ភ័យញ័រទោះជាយ៉ាងណាក៏ដោយនេះមិនរួមបញ្ចូលវ៉ាងលីននិង Grand Empyrean ទាំង6រូបនោះទេនៅកម្រិតនៃការដាំដុះរបស់ពួកគេទាំងអស់មានកម្រិតខុសៗគ្នានៃភាពធន់ទ្រាំទៅនឹងការរំញើសនេះវាមិនមានបញ្ហាអ្វីសម្រាប់ពួកគេទេវ៉ាងលីនមិនអើពើនឹងពាក្យចចាមអារាមនោះទេពេលឮសំឡេងនេះចូលត្រចៀកគាត់វាមិនបានធ្វើឲ្យបេះដូងគាត់ញ័រទាល់តែសោះវាហាក់ដូចជាសំឡេងនេះមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើឲ្យបេះដូងរបស់គាត់ញ័រទេបើទោះបីជាវាកាន់តែខ្លាំងរាប់មិនអស់ក៏ដោយបន្ទាប់ពីការដាំដុះដល់កម្រិតនៃការដាំដុះរបស់គាត់បំភ្លេចទ្វីបអមតៈអាស្រ័យសូម្បីតែនៅក្នុងលំហដ៏ធំទូលាយនៅខាងក្រៅទ្វីបអមតៈក៏មានរឿងតិចតួចណាស់ដែលអាចធ្វើឲ្យគាត់ភ្ញាក់ផ្អើលទោះជាយ៉ាងណាក៏ដោយ Grand Empyrean ទាំង6គឺមិនដូចគ្នាទេថ្វីត្បិតតែពួកគេមិនរងការប៉ះពាល់ដោយសារការរអ៊ូទាំទាំងនេះច្រើនក៏ដោយក៏ពួកគេដឹងថាមនុស្សជាច្រើនដែលនៅពីក្រោយពួកគេមិនអាចទ្រាំទ្របានសុំទានមិនស្ទាក់ស្ទើរនៅពេលដែលសំឡេងរោកាន់តែខ្លាំងគាត់បានរើទៅមុខសមាជិកត្រកូលបុរាណគាត់បានគ្រវីដៃអាវរបស់គាត់ហើយព្រះអាទិត្យដ៏ធំមួយបានលេចឡើងនៅពីក្រោយគាត់កំពុងប្រើអំណាច Grand Empyrean របស់គាត់ដើម្បីជួយមនុស្សដែលនៅពីក្រោយគាត់ទប់ទល់នឹងការរអ៊ូទាំអេជឿនលួនិងអានសៀនជី Grand Empyrean បានធ្វើដូចគ្នាជាមួយនឹងពួកគេទាំង3នាក់ធ្វើការជាមួយគ្នាពួកគេអាចធានាបានថាសមាជិកត្រកូលបុរាណដែលភ័យស្លន់ស្លោរាប់រយនាក់មិនរងរបួសឬបង្ខំឲ្យត្រឡប់មកវិញនោះទេត្រកូល Celestial គឺដូចគ្នាចាយូឌូនិងក្រុមហ៊ុនបានធ្វើសកម្មភាពក្នុងពេលជាមួយគ្នាដើម្បីការពារអ្នកដាំដុះ Celestial រាប់រយនាក់ពីការដួលរលំមានតែវ៉ាងលីនអង្គុយស្ងៀមស្ងាត់ហើយសម្លឹងមើលព្យុះសមុទ្រដោយស្ងប់ស្ងាត់គាត់មិនបានធ្វើសកម្មភាពដើម្បីជួយនរណាម្នាក់នោះទេវាគ្មានន័យអ្វីឡើយវ៉ាងលីនបានដឹងរួចហើយថានឹងមានអ្វីកើតឡើងក្នុងរយៈពេល12ថ្ងៃចាប់ពីពេលនេះគាត់បានក្រឡេកមើលមនុស្សនៅសងខាងហើយបិទភ្នែករបស់គាត់មានពេល12ថ្ងៃរហូតដល់ទ្វារបើកប៉ុន្តែការរអ៊ូទាំគឺខ្លាំងដូច2ថ្ងៃមុនពេលដែលអាណាចក្ររបស់ព្រះជាម្ចាស់បានបើកការពីអតីតកាលបើវានៅតែបន្តទៀតខ្ញុំខ្លាចគេមិនអាចនៅបានអាណាចក្រព្រះឥន្ទ្រីចម្លែកវាខុសពីអតីតកាលណាស់ Grand Empyrean ទាំង6នៅសងខាងនៃព្យុះសមុទ្របានសម្លឹងមើលគ្នាទៅវិញទៅមកហើយការបញ្ចេញមតិរបស់ពួកគេបានคล้ายជាអាប់អូរនៅពេលដែលពួកគេទាំង6នាក់នៅតែបន្តតស៊ូពេលវេលាបានកន្លងផុតទៅម្តងទៀតជារៀងរាល់ថ្ងៃខ្យល់ព្យុះបក់បោកនឹងកាន់តែខ្លាំងឡើងនៅពេលដែលវាមានរយៈពេលត្រឹមតែ9ថ្ងៃមុនការបាត់សម្ពោធរបស់ Immemorial Boat រៀមសំឡេងរោបានរីករាលដាលពាសពេញអាងដ៏ធំទាំងមូលសូម្បីតែកែមនៃអាងដែលភ្ជាប់ទៅនឹងត្រកូលបុរាណនិងត្រកូល Celestial ក៏អាចឮសូរគ្រហឹមដែរនៅប្រឡប់9ថ្ងៃមុនថ្ងៃបើករំយោលឈានដល់កម្រិតដែលមិនអាចពិពណ៌នាបានសូម្បីតែ Grand Empyrean ទាំង6នាក់ដែលមានអំណាចពេញលេញក៏មានអារម្មណ៍ថាពួកគេមិនអាចទប់ទល់បានទៀតទេរំពាត់ល្មមនឹងធ្វើឲ្យផ្ទៃមេឃខ្ទេចខ្ទាំហើយមានស្នាមប្រេះនៅលើផែនដី
មនុស្សរាប់រយនាក់ដែលត្រូវបានការពារដោយ Drain Empyrean ទាំង6បានហូរចេញពីមាត់របស់ពួកគេនៅសល់9ថ្ងៃទៀតមិនអាចទប់ទល់បានទៀតទេពេលនេះវាកាន់តែតានតឹងដូចថ្ងៃចុងក្រោយមុនពេលដែលចក្រភពព្រះឥន្ទ្រីបានបើកនាពេលកន្លងមកប្រសិនបើរឿងនេះនៅតែបន្តកើតមាននៅថ្ងៃស្អែកយើងនឹងរងរបួសមុននឹងចូលខ្ញុំខ្លាចថាយើងមិនអាចអនុញ្ញាតឲ្យមនុស្សច្រើនអ្នកនេះចូលទៅក្នុងអាណាចក្រនៃព្រះអម្រិតទេនៅពេលនេះវូហ្វេងនិយាយយ៉ាងរហ័សហើយដោយយីមុខក្បាលដោយស្ងៀមស្ងាត់ចាយូឌីខ្តាប់ថ្មិញហើយផ្ញើសារដល់ទេវភាពអ្នកដាំដុះទាំងអស់នៅក្រោម Golden Age ចូលដកថយយ៉ាងលឿនហើយផ្ទេរយ៉ាងលឿនចេញពីអាងដ៏ធំខណៈដែលសម្ដីរបស់គាត់បន្លឺឡើងខាងក្រុមត្រកូលបុរាណសុងធាននិងក្រុមហ៊ុនក៏ធ្វើការសម្រេចចិត្តដែរក្នុងចំណោមមនុស្សរាប់រយនាក់ដែលពួកគេកំពុងការពារអ្នកដែលមិនបានឆ្លងកាត់ការសាកល្បង3យ៉ាងដោយជោគជ័យនិងគ្រោះមហន្តរាយ7យ៉ាងបានចាត់ចេញពីចំណុចកណ្ដាលនៃការរំជើបរំជួលនេះមួយសន្ទុះក្រោយមកមនុស្សតិចជាង100នាក់នៅតែនៅសងខាងនៃព្យុះនេះហើយដោយសារតែមានមនុស្សតិចសម្ពាធលើ Drain Empyrean ទាំង6បានថយចុះយ៉ាងខ្លាំងនេះគឺជាការមើលឃើញទាំងអស់ដោយវ៉ាងលីនគាត់នៅតែសេចក្ដីគិតដោយស្ងៀមស្ងាត់ហើយមិនបានធ្វើអ្វីទាំងអស់គាត់បានប្រឡេកមើលទៅព្យុះសមុទ្រហើយបានឃើញគម្លាតនៅក្នុងខ្លោងទ្វារដែលបង្កើតឡើងដោយសសរទាំង9កាន់តែធំបន្តិចមួយផ្លែត3ថ្ងៃបានកន្លងផុតទៅនៅសល់តែ6ថ្ងៃទៀតប៉ុណ្ណោះរហូតដល់អាណាចក្រព្រះអម្រិតបានបើកសំឡេងគ្រហឹមពីមាត់ទ្វារកាន់តែខ្លាំងជាង3ថ្ងៃមុននេះមិនធ្លាប់កើតឡើងពីមុនមកក្នុងអំឡុងពេលសម្ពោធនៃ Immemorial Dream នេះបានធ្វើឲ្យ Drain Empyrean ទាំង6នាក់មានការថប់បារម្ភយ៉ាងខ្លាំងពួកគេមិនអាចទ្រាំទ្របានទៀតទេពួកគេត្រូវកាត់បន្ថយប្រជាជនបើមិនដូច្នេះទេពួកគេនឹងរងផលប៉ះពាល់ផងដែរវ៉ាងលីនអេជឿនលូសម្លឹងមើលទៅវ៉ាងលីននេះជាលើកទី1ហើយដែលលោកបាននិយាយជាមួយវ៉ាងលីនចាប់តាំងពីខ្យល់ព្យុះសមុទ្របានចាប់ផ្ដើមការប៉ັດសងទាននិងអានសៀនជីក Drain Empyrean បានកំណត់ក្តីសង្ឃឹមរបស់ពួកគេលើវ៉ាងលីនជាយូរមកហើយពួកគេគ្រាន់តែឆ្ងល់ថាហេតុអ្វីបានជាប៊ូដោនៅតែមិនមកទោះជាយ៉ាងណាពេលនេះមិនមែនជាពេលវេលាដើម្បីគិតអំពីបញ្ហានេះទេបន្ទាប់ពីគេបានលើអេជឿនលូនិយាយភ្លាមគេក៏មើលទៅវ៉ាងលីនអ្នកគ្របវ៉ាងលីនក្រោកឈរឡើងហើយសម្លឹងមើលអេជឿនលូដែលកំពុងប្រើកម្លាំងពេញទំហឹងដើម្បីទប់ទល់នឹងការបន្លឺឡើងលោកគ្រូវាគ្មានប្រយោជន៍ទេទីបំផុតពួកគេមិនអាចចូលបានទេសូម្បីតែអ្នកទាំងអស់គ្នាក៏មិនអាចចូលបានដែរវ៉ាងលីននិយាយយ៉ាងស្រទន់ប៉ុន្តែគាត់នៅតែលើកដៃស្តាំរបស់គាត់ហើយក្រវីដៃមនុស្សតិចជាង100នាក់ត្រូវបានការពារដោយអេជឿនលូនិងក្រុមហ៊ុនជាមួយនឹងរលកនេះអេជឿនលូនិងក្រុមហ៊ុនស្រាប់តែមានអារម្មណ៍ថាសម្ពាធបាត់ទៅវិញហាក់ដូចជាការរអ៊ូលពំបាត់ទៅហើយមនុស្សជិត100នាក់បានជាសះស្បើយពីការឈឺចាប់ដែលពួកគេកំពុងរងទុក្ខវូដោគូតែបានកត់សម្គាល់រឿងនេះរួចហើយដូច្នេះគាត់មិនបានបង្ហាញខ្លួនដើម្បីធ្វើអន្តរាគមន៍ដោយបង្ខំអេជឿនលួនិងក្រុមហ៊ុននៅស្ងៀមពួកគេក៏បានទទួលអារម្មណ៍ពីភាពចម្លែកនៃការបើកសម្ពោធអាណាចក្រព្រះអមតៈនេះដែរនៅសល់6ថ្ងៃទៀតហើយពួកគេពិបាកនឹងស្រមៃមើលថាតើការរអ៊ូលទាំនឹងคล้ายទៅជាខ្លាំងប៉ុណ្ណានោះវាទំនងជាថាសូម្បីតែពួកគេនឹងត្រូវដកថយត្រកូលបុរាណមានការការពាររបស់វ៉ាងលីនប៉ុន្តែនៅខាងត្រកូលសេលេស្ទាក្រោមការការពាររបស់ក្រុមហ៊ុនចាយូឌីនិងក្រុមហ៊ុនពួកគេត្រូវកាត់បន្ថយចំនួនមនុស្សអ្នកដាំដុះ Golden Age អ្នកដាំដុះ Empyrean Age ថយក្រោយហើយផ្ទេរទៅឲ្យលឿននៅពេលដែលសម្លេងរបស់ចាយូឌីបានបន្លឺឡើងភាគច្រើននៃអ្នកដាំដុះស្ទើរតែ100នាក់បានសេចក្ដីគិតដោយស្ងៀមស្ងាត់ពួកគេបានប្រឡេកមើលព្យុះសមុទ្រដោយការសោកស្ដាយខណៈដែលពួកគេបានចាត់ចេញផ្តងមួយបន្សល់ទុកតែមនុស្ស11នាក់ប៉ុណ្ណោះមិនមែន Ascendant Empyrean ទាំងអស់បានមកនោះទេមនុស្ស11នាក់នេះគឺជា Ascendant Empyrean ដែលបានជ្រើសរើសមកនៅសល់តែ6ថ្ងៃប៉ុណ្ណោះក្នុងអំឡុងពេល6ថ្ងៃនេះវាពិតជាឈឺចាប់ណាស់ក្នុងការស៊ូទ្រាំសម្រាប់មនុស្សគ្រប់គ្នានៅក្បែរវ៉ាងលីនទោះបីត្រកូលបុរាណមានមនុស្សច្រើនក៏ដោយពាក្យសម្ដីរបស់វ៉ាងលីនបានធ្វើឲ្យពួកគេស្ទាក់ស្ទើរ
នៅពេលដែល3ថ្ងៃទៀតបានកន្លងផុតទៅហើយនៅសល់តែ3ថ្ងៃទៀតនោះសំឡេងរអ៊ូទមគឺខ្លាំងជាងពេលដែលអាណាចក្រនៃព្រះអម្រិតបានបាត់កាលពីអតីតកាលនៅខាងត្រកូលសេលេស្ទៀលអ្នកឡើងគ្រងរាជ្យទាំង11អ្នកបានចាត់ចេញដោយមិនស្ម័គ្រចិត្តហើយជ្រើសរើសផ្ទេរចេញពីអាងដ៏ធំចាយូឌីនិងក្រុមហ៊ុនបានអង្គុយជាមួយគ្នាដោយមិនចាំបាច់ផ្ដល់ជំរកដល់ Ascendant Empyrean ពួកគេអាចប្រើប្រាស់កម្លាំងពេញលេញរបស់ពួកគេដើម្បីទប់ទល់នឹងការបន្ទោសនៃព្យុះសមុទ្រដូច្នេះឥឡូវនេះពួកគេអាចរស់នៅបានយូរដោយក្រឡេកមើលអ្វីដែលបានកើតឡើងនៅខាងក្រោមត្រកូល Celestial ឯជូនលួលនិងក្រុមហ៊ុនមានអារម្មណ៍ជូរចត់ក្នុងចិត្តរបស់ពួកគេមានការយល់ឃើញថាអ្វីដែលវ៉ាងលីនបាននិយាយគឺជាការពិតបើមិនឲ្យវ៉ាងលីនជួយមុនទេគេក៏ដូចភាគីម្ខាងទៀតដែរដោយនៅសល់តែ3នាក់ប៉ុណ្ណោះ3ថ្ងៃចុងក្រោយគឺ3ថ្ងៃដែលពិបាកបំផុតថ្ងៃមួយបានកន្លងផុតទៅដោយមិនដឹងខ្លួនស្រាប់តែថ្ងៃមួយបានកន្លងផុតទៅខ្យល់ព្យុះសមុទ្រកាន់តែខ្លាំង100ដងនេះបណ្ដាលឲ្យពិភពលោកដួលរលំទៅជាបំណែកជាច្រើនរាប់មិនអស់ហើយពិភពលោកបានคล้ายទៅជាទទេចាយូឌីនិងក្រុមហ៊ុនបានប្រែជាស្លេកហើយពួកគេមិនស្ទាក់ស្ទើរក្នុងការភ្ជាប់អារម្មណ៍ដល់ទេវភាពរបស់ពួកគេដើម្បីទប់ទល់នឹងវាជាមួយនឹងធម៌ពលរួមបញ្ចូលគ្នារបស់ពួកគេត្រកូលបុរាណនៅតែស្ងប់ស្ងាត់ដូចពីមុនឯជួនលួលនិងអ្នកផ្សេងទៀតមានអារម្មណ៍ដូចជាមិនមានអ្វីកើតឡើងទោះជាយ៉ាងណាក៏ដោយការក្រឡេកមើលផ្នែកម្ខាងទៀតបានធ្វើឲ្យពួកគេទទួលបានការយល់ដឹងថ្មីអំពីថាតើវ៉ាងលីនមានអំណាចប៉ុណ្ណានៅពេលដែលនៅសល់តែ2ថ្ងៃទៀតប៉ុណ្ណោះរហូតដល់ការបើកសម្ពោធប៊ូដារបស់ Immemorial Buddhism បានមកដល់ការមកដល់របស់គាត់នៅស្ងៀមដូចជាគាត់តែងតែនៅទីនេះគាត់បានដើរចេញពីកន្លែងទំនេរហើយអង្គុយក្បែរវ៉ាងលីនគាត់ក្រឡេកមើលព្យុះសមុទ្រហើយដកដង្ហើមធំឯជួនលួលអ្នកទាំង3ស្នាក់នៅហើយអ្នកនៅសល់ចាក់ចេញទៅបន្ទាប់ពីគាត់និយាយរួចគាត់បានក្រវីដៃស្តាំទៅកាន់សមាជិកត្រកូលអានសៀនជិត100នាក់ហើយពួកគេបានបាត់ខ្លួនបន្តិចម្តងវ៉ាងលីនសម្លឹងមើលប៊ូដោះហើយមិននិយាយគាត់បន្តមើលសមុទ្រព្យុះគម្លាតនៅក្នុងខ្លោងទ្វារថ្មគឺកាន់តែធំឥឡូវនេះហើយមានតម្រុយនៃការរំពឹងទុកនៅក្នុងភ្នែករបស់គាត់នៅពេលនេះមានមនុស្សតែ8នាក់ដែលនៅសល់នៅខាងក្រៅព្យុះសមុទ្រពួកគេត្រូវបានហុំព័ទ្ធដោយទទេខណៈដែលពិភពលោកបានដួលរលំនៅជំវិញពួកគេនៅពេលដែលថ្ងៃបានកន្លងផុតទៅហើយវាជាថ្ងៃចុងក្រោយមុនពេលបាក់ទ្វារខ្យល់បក់ចេញមកនៅពេលដែលវ៉ាតេកបង្វិលយ៉ាងលឿនវាបណ្ដាលឲ្យចាយូឌីនិងក្រុមហ៊ុនក្អកចេញឈាមពួកគេបានដកថយដោយមិនស្ម័គ្រចិត្តហើយដឹងក្នុងចិត្តថាពួកគេបានឈានដល់កម្រិតកំណត់ដោយយីជាមនុស្សដំបូងដែលគោះធ្មេញរួចចាក់ចេញបន្ទាប់មកដោយវូហ្វេងដែលគ្មានទីពឹងមានតែចាយូឌីបង្ហាញទឹកមុខខុសពេលសរសៃលើមុខហាមគាត់ចង់បន្តតស៊ូទោះជាយ៉ាងណាគាត់បានតែ2ម៉ោងទៀតប៉ុណ្ណោះមុនពេលគាត់បាត់ខ្លួនដោយទឹកមុខជូរចត់
Renegade Immortal Renegade Immortal ជំពូក2084ចាយូឌីមិនសុខចិត្តទេខណៈដែលគាត់ចាត់ចេញដោយអស់សង្ឃឹមនៅពេលដែលតួលេខរបស់គាត់បាត់បន្តិចម្តងនៅសល់តែមនុស្ស5នាក់ប៉ុណ្ណោះនៅខាងក្រៅព្យុះសមុទ្រវូដល់ក្រឡេកមើលព្យុះសមុទ្រហើយនិយាយយឺតថាអ្នកទាំងអស់គ្នាចាត់ចេញឥឡូវនេះសំឡេងរអ៊ូតំនៅថ្ងៃចុងក្រោយនេះសូម្បីតែខ្ញុំត្រូវការខិតខំប្រឹងប្រែងពេញទំហឹងដើម្បីទប់ទល់សូម្បីតែនៅពេលវាបាក់ចេញក៏ដោយអ្នកទាំងអស់គ្នានឹងមិនអាចចូលទៅក្នុងព្រះដ៏មហាស្ចារ្យបានឡើយអាណាចក្រខ្ញុំទើបតែកត់សម្គាល់រឿងនេះប៉ុន្មានថ្ងៃមុនអេជឿនលួនឹងក្រុមហ៊ុនបានសេញ្ចឹងគិតយ៉ាងស្ងៀមស្ងាត់ហើយបន្ទាប់មកបានក្រាបនៅបូដោបន្ទាប់ពីបានឃើញចាយូឌូនិងពួកគេចាត់ចេញពួកគេបានដឹងថាការបាក់សម្ពោធនៃអាណាចក្រព្រះអ៊ីមម៉ាម៉ូរៀននេះមិនមែនជាអ្វីដែលពួកគេអាចចូលរួមបានទេពេលដែលពួកគេរៀបនឹងចេញដំណើរវ៉ាងលីនបានក្រោកឡើងដែលសម្ដៅទៅអេជឿនលូគ្រូអេជឿនលូសម្លឹងមើលទៅវ៉ាងលីនហើយញញឹមលោកគ្រូនឹងចាប់បដិសន្ធិឡើងវិញក្នុងពេលឆាប់នេះសិស្សចិត្តចូលឋានព្រះបរមសារីរិកធាតុប្រសិនបើខ្ញុំចេញមកដោយសុវត្ថិភាពខ្ញុំនឹងការពារការចាប់កំណើតឡើងវិញរបស់គ្រូប្រសិនបើខ្ញុំមិនធ្វើទេលោកគ្រូនៅតែអាចចាប់កំណើតឡើងវិញដោយសុវត្ថិភាពវ៉ាងលីនសម្លឹងមើលអេជឿនលូហើយទៅដល់កន្លែងទំនេរត្បូងពេជ្រមួយបានលេចចេញមកហើយគាត់បានប្រគល់វាទៅឲ្យអេជឿនលូដោយគោរពអេជឿនលូកាន់ត្បូងគាត់មិនបានពិនិត្យភ្លាមទេប៉ុន្តែមើលទៅវ៉ាងលីនយូរមកហើយគាត់និយាយយ៉ាងស្រទន់ការពារខ្លួនវ៉ាងលីនងក់ក្បាលអេជឿនលូបានបិទភ្នែករបស់គាត់នៅពេលដែលគាត់បានបើកវាម្ដងទៀតគាត់បានប្រែទៅជាកាំរស្មីនៃពន្លឺរួមជាមួយសុងទៀននិងអានសៀនជីក្រេនអមភីរៀនភ្លាមនោះពួកគេបានបាត់ខ្លួនដោយគ្មានដាននៅពេលនេះនៅខាងក្រៅព្យុះសមុទ្រនៅសល់តែវ៉ាងលីននិងប៊ូដោប៉ុណ្ណោះពេលវេលាបានកន្លងផុតទៅបន្តិចម្តងនៅក្នុងពន្លឺមួយវាគឺពេលប្រលប់មានរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះមុនពេលការបើកសម្ពោធរបស់ Immemorial Boat រៀមហើយសំឡេងរំញោះពីព្យុះសមុទ្របានឈានដល់កម្រិតកម្ពស់របស់ពួកគេចរន្តខ្យល់កំពុងបង្វិលយ៉ាងលឿនដែលនៅឡានដំបងវាមើលទៅស្ថានីយ៍ទោះជាយ៉ាងណាពេលមើលទៅបែបនេះវាមានន័យថាវាបានឈានដល់ល្បឿនគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលវ៉តេកបង្វិលទឹកសមុទ្រហាក់ដូចជាត្រូវបានស្រូបយកដោយវ៉តេកទឹកសមុទ្របានចាច់ចេញពីព្យុះសមុទ្រហើយត្រូវបានទាញឆ្ពោះទៅរកវ៉តេកខ្យល់អាកាសប្រៀបដូចជាប្រហោងខ្មៅដែលលេបត្របាក់អ្វីទាំងអស់វាបានស្រូបយកទឹកសមុទ្រក្នុងបរិមាណដ៏ច្រើនឥតឈប់ឈរដែលធ្វើឲ្យព្យុះសមុទ្ររួមតូចវូដោបានប្រឡេកមើលព្យុះសមុទ្រហើយនិយាយថានៅពេលដែលទឹកសមុទ្រទាំងអស់ត្រូវបានបឺតអាណាចក្រនៃព្រះអ៊ីមម៉ាម៉ូរៀននឹងខ្ញុំកំពុងចូលទៅក្នុងអាណាចក្រនៃព្រះអ៊ីមម៉ាម៉ូរៀលដើម្បីប្រោសប្រពន្ធរបស់ខ្ញុំឲ្យរស់ឡើងវិញអ្នកចូលទៅក្នុងនោះដើម្បីអ្វីវ៉ាងលីនមើលទឹកសមុទ្រលេបត្របាក់ទឹកសមុទ្រយ៉ាងលឿនមិនយូរប៉ុន្មានព្យុះសមុទ្របានបាត់ទាំងស្រុងសម្រាប់ចម្លើយវូដោងាកទៅរកវ៉ាងលីនបន្ទាប់ពីខ្ញុំទទួលបានការចងចាំពីដូនតាបុរាណមានសំណួរដែលខ្ញុំត្រូវការដើម្បីជួយគាត់ឆ្លើយខ្ញុំបានរងចាំថ្ងៃនេះជាយូរមកហើយការមកដល់របស់អ្នកគឺជាឱកាសសម្រាប់ខ្ញុំក្នុងការស្វែងរកចម្លើយនេះចម្លើយវ៉ាងលីនរ៉ូប្រសិនបើខ្ញុំរកឃើញចម្លើយនេះប្រហែលជាខ្ញុំអាចចាត់ចេញពីត្រកូលអានសៀនហើយទៅកន្លែងណាដែលខ្ញុំចង់ទៅមានពន្លឺនៃអារម្មណ៍ស្មុគស្មាញនៅក្នុងភ្នែករបស់បូដោអ្នកមានក្បាលនៃបុព្វបុរសសេលេសដូច្នេះអ្នកគួរតែដឹងថាបុព្វបុរសសេលេសបានស្លាប់ដោយសន្តិភាពមិនមានការឈឺចាប់បុព្វបុរសបុរាណក៏ស្លាប់ខ្ញុំអាចមានអារម្មណ៍ថាការស្លាប់នេះនៅក្នុងការចងចាំរបស់គាត់បានដើរឆ្ពោះទៅរកសេចក្តីស្លាប់ដោយភាពស្ទាក់ស្ទើរការមិនជឿនិងការតាំងចិត្តវូដោបាននិយាយរអ៊ូតំថាពួកគេទាំងពីរបានបង់ថ្លៃស្លាប់ដើម្បីស្វែងរកចម្លើយហើយក្នុងពេលតែមួយបានទម្លាក់ឫសគល់នៃមរតកប្រហែលជាវាគឺដើម្បីការពារពួកគេជុំវិញរបស់ពួកគេបានបោកបោកឥតឈប់ឈរហើយខ្យល់បក់បន្តលេបត្របាក់រហូតដល់ខ្យល់ព្យុះសមុទ្រនៅសល់តិចជាងពាក់កណ្ដាល
ទឹកសមុទ្របានរលាយបាត់ទាំងស្រុងទៅក្នុងខ្យល់បក់មិនដឹងពីកន្លែងលាក់ខ្លួនមិនយូរប៉ុន្មានទឹកសមុទ្រទាំងអស់ក៏បាត់ទៅវិញវូដោបានដកខ្លួនចេញពីបានលីនហើយសម្លឹងឆ្ពោះទៅរកព្យុះសមុទ្រដែលធ្លាក់ចុះខណៈដែលគាត់និយាយដោយសំឡេងស្អប់ថាបុព្វបុរសបុរាណនិងបុព្វបុរសសិលសបានរកឃើញអាតំបាំងដែលមិនអាចនឹកស្មានដល់ពួកគេស្ទាក់ស្ទើរសង្ស័យហើយនៅទីបញ្ចប់ដើម្បីបន្តការពិតគេដើរទៅរកសេចក្តីស្លាប់ឥឡូវនេះខ្ញុំនឹងស្វែងរកចម្លើយវ៉ាងលីនគិតយ៉ាងស្ងៀមស្ងាត់បែបកណ្ដាលម៉ោងនៃពេលវេលាបានកន្លងផុតទៅបន្តិចម្តងនៅពេលដែលទឹកសមុទ្រទាំងអស់ត្រូវបានលេបត្របាក់ដោយវល្លិ៍នុបគល់លាន់បន្លឺឡើងបន្តបន្ទោសសរធំទាំង9ដែលមិនត្រូវបានហុំព័ទ្ធដោយសមុទ្របានបញ្ចេញពន្លឺ9ពណ៌យ៉ាងអស្ចារ្យខ្លោងទ្វារចូលទៅកាន់អាណាចក្រព្រះបរមរាជាដែលបង្កើតឡើងដោយសសរទាំង9បានបើកយឺតពេលដែលវាបើកនោះទឹកជំនោរចេញពីខ្លោងទ្វារហើយល្បឿនមិននឹកស្មានដល់ភ្លាមនោះវាបានបោកបក់ឆ្លងកាត់អាងដ៏ធំឆ្ពោះទៅរកត្រកូលបុរាណនិងត្រកូលសេលេស្ទៀលនៅពេលដែលទឹករលកបានបោកបក់កាត់អាងដ៏ធំនោះខ្យល់ក៏ឈប់សុំទៀននិងអ្នកផ្សេងទៀតដែលកំពុងហោះទៅឆ្ងាយបានឈប់នៅលើអាកាសនៅក្នុងត្រកូលបុរាណមិនថាជាសត្វរមែងស្លាប់ឬជាអ្នកដាំដុះទេភាវៈរស់ទាំងអស់បានឈប់នៅពេលទឹករលកបោកមកភ្លើងទន្លេនិងអ្វីទាំងអស់បានឈប់នៅពេលនេះនៅលើទឹកដីនៃបុរាណជីមានភ្លៀងធ្លាក់ហើយនៅពេលនេះសូម្បីតែភ្លៀងក៏ឈប់នៅលើអាកាសដែរនៅក្នុងត្រកូលសេលេស្ទៀលគឺដូចគ្នាក្រុម3នាក់របស់ចាយូដូគឺហ្គេមីនីអតិរាជសេលេសនិងអ្នកដាំដុះរាប់មិនអស់ជីវិតរមែងស្លាប់និងសត្វសេលេស្ទៀលទាំងអស់បានឈប់ធ្វើចលនាធាតុទាំង5នៃលោកីយ៍ច្បាប់ទាំងអស់នៃលោកីយ៍អ្វីទាំងអស់ឈប់ទាំងស្រុងនៅពេលនេះទ្វីបអមតៈអាស្រោទាំងមូលបានស្ងាត់ស្ងៀមមានតែច្រកទ្វារដែលបង្កើតឡើងដោយសសរទាំង9នៅកណ្ដាលអាងដ៏ធំល្វឹងល្វើយបានបើកយឺតនៅពេលដែលវាបានបើកយ៉ាងពេញលេញពន្លឺ9ពណ៌បានភ្លឺចេញពីខាងក្នុងបង្ហាញផ្លូវទៅកាន់កន្លែងដែលមិនស្គាល់លើកនេះពិតជាខុសពីពេលមុនណាស់វូដារ៉ូទឹករលកអាចបញ្ឈប់អ្វីទាំងអស់នៅក្នុងពិភពលោកខាងក្រោមឋានសួគ៌ជាន់ឈ្លីភ្នែករបស់វូដោភ្លឺឡើងហើយគាត់មិនស្ទាក់ស្ទើរតតែសោះគាត់បានប្រញាប់ចូលទៅក្នុងច្រកទ្វារ9ពណ៌មុនពេលបាងលីនហើយបានបាត់ខ្លួននៅខាងក្នុងនៅពេលនេះបាងលីនគឺជាមនុស្សតែម្នាក់គត់ដែលទុកនៅខាងក្រៅទ្វារគាត់បិទភ្នែកហើយពេលបើកវាម្ដងទៀតគាត់ក៏ដើរទៅមាត់ទ្វារគាត់បានចូលទៅក្នុងទ្វារមួយជំហានមតងបន្ទាប់ពីវាងលីនបានចូលទៅក្នុងអាណាចក្រព្រះអ៊ីមមេម៉ូរៀលអ្វីគ្រប់យ៉ាងនៅលើទ្វីបអមតៈអាស្រោតបានត្រឡប់មកធម្មតាវិញអ្វីដែលចម្លែកនោះគឺស្ទើរតែមិនមាននរណាម្នាក់បានរកឃើញពេលនោះទេដែលអ្វីបានបញ្ឈប់អ្នកដាំដុះមិនអាចទេសមាជិកត្រកូលបុរាណមិនអាចហើយសូម្បីតែ Grand Empyrean ក៏មិនបានកត់សម្គាល់ថាពួកគេបានបាត់បង់ពេលវេលាប្រហែល10ដង្ហើមដែរដង្ហើមទាំង10នេះបាត់ពីស្ថានសួគ៌និងផែនដីពីធាតុទាំង5ពីគ្រប់សត្វលោកពីអ្នកដាំដុះពីសមាជិកត្រកូលបុរាណនិងពីមហាចក្រពត្តិទាំង8វាហាក់ដូចជាថារយៈពេលដ៏ខ្លីនេះត្រូវបានស្រូបដោយកម្លាំងចម្លែកហើយបានបាត់ខ្លួនចូលទៅក្នុងទ្វារនៃអាណាចក្រនៃព្រះអ៊ីមមេម៉ូរៀលនៅពេលដែលទ្វីបអ៊ីមេម៉ូរៀលអាស្រោតទាំងមូលបានងើបឡើងវិញសសរទាំង9នៅក្នុងអាងដ៏ធំបានភ្លឺចែងចាំងពន្លឺបានបាំងអ្វីទាំងអស់រួចក៏បាត់ទៅដោយគ្មានដានលុះសសរទាំង9រលត់បាត់ខ្លោងទ្វារចូលទៅកាន់អាណាចក្រព្រះឥសូរក៏បាត់ទៅពេលទ្វារនៅកណ្ដាលអាងបានបាត់ទៅនោះខ្យល់ដែលនៅតែរសាត់ឥតឈប់ឈរសមុទ្រគ្មានទីបញ្ចប់ដែលបានបាត់ទៅក្នុងវល់បានផ្ចិតផ្ចែកត្រឡប់ទៅក្នុងអាងវិញទឹកសមុទ្របានធ្លាក់ចុះខណៈដែលផ្គរលាន់បន្លឺឡើងជាច្រើនម៉ោងក្រោយមកអាងដ៏ធំនេះប្រែទៅជាសមុទ្រវិញសមុទ្រគ្មានទីបញ្ចប់ហើយរលកបោកចូលគ្នាសំឡេងរោបានបាត់ហើយត្រូវបានជំនួសដោយសំឡេងនៃសមុទ្រអ្វីបានត្រឡប់មកធម្មតាវិញត្រកូលសេលេស្ទៀលគឺបែបនេះហើយត្រកូលបុរាណក៏យ៉ាងនេះដែរអ្វីបានធូរស្បើយមកធម្មតាវិញរួមទាំងរូបទាំងពីរនៅក្នុងទីធ្លាដ៏ប្រណិតក្នុងទីក្រុងលេកស្តូននៃត្រកូលបុរាណ
ទាំងនេះមិនធំទេហើយផ្នែកខាងក្នុងគឺសាមញ្ញប៉ុន្តែវាមានភាពកក់ក្ដៅក្នុងចិត្តស្ត្រីចំណាស់ម្នាក់ដេកនៅលើគ្រែមុខរបស់នាងពោពេញទៅដោយស្នាមជ្រួញប៉ុន្តែគេអាចមើលឃើញថានាងស្អាតប៉ុណ្ណាកាលនាងនៅក្មេងនៅក្បែរស្ត្រីចំណាស់មានស្ត្រីម្នាក់ទៀតនាងស្លៀកពណ៌សហើយអ្នកណាមើលមិនឃើញរូបរាងនាងទេឃើញតែសពនាងដែលព្យួរនៅពីមុខខ្នងរបស់នាងស្អាតណាស់ប៉ុន្តែមានអារម្មណ៍សោកសៅក្នុងសម្រស់នេះវានឹងធ្វើឲ្យមនុស្សដែលបានឃើញនាងស្រឡាញ់និងអាណិតនាងវាដូចជាត្រីនៅក្នុងទឹកអ្នកមើលមិនឃើញទឹកភ្នែករបស់នាងប៉ុន្តែនៅពេលដែលនាងមើលមកអ្នកពីក្រោមទឹកប្រហែលជាអ្នកអាចស្រក់ទឹកភ្នែកបានប្រសិនបើអ្នកស្ដោះទឹកខ្លះស្ត្រីចំណាស់មានការស្ទាក់ស្ទើរក្នុងការចែកផ្លូវហើយនិយាយយ៉ាងស្រទន់ថាដងមីមួយខ្ញុំនឹងទៅកំដរអានចាំងកុំព្យាយាមពេលខ្ញុំចាក់ចេញពីអ្នកនៅសល់តែម្នាក់គត់អ្នកនិងខ្ញុំខុសគ្នាខ្ញុំគ្រាន់តែជាមនុស្សធម្មតាហើយអាយុជីវិតរបស់ខ្ញុំមានកម្រិតប៉ុន្តែអ្នកមានខ្សែឈាមបុរាណហើយអាចបន់ទោសអ្នកថែរក្សាខ្លួនអ្នកផងនាងសុងស៊ីគ្រាន់តែជាសមាជិកធម្មតានៃត្រកូលបុរាណដូច្នេះ500ឆ្នាំគឺជាដែនកំណត់នៃជីវិតរបស់នាងស្ត្រីចំណាស់ក្រឡេកមើលក្មេងស្រីដែលធំពេញវ័យជាមួយនាងហើយនិយាយរអូបថាខ្ញុំដឹងថាមានរឿងមួយនៅក្នុងអ្នកខ្ញុំបានឃើញអ្នកមើលទៅលើមេឃទាំងលឿងឆ្មោះហើយយំជាច្រើនដងខ្ញុំថែមទាំងចងចាំទៀតផងនៅពេលដែលខ្ញុំបានប្រាប់អ្នកអំពីអ្វីដែលបានកើតឡើងនៅទីក្រុងបុរាណដល់នឹងរឿងរបស់វ៉ាងលីននិងលីម៉ូវ៉ាន់អ្នកនឹងបង្ខំខ្លួនឯងឲ្យញញឹមដងមីសន្យាជាមួយខ្ញុំថាបើមិនអាចបំភ្លេចបានកុំធ្វើឲ្យខ្លួនឯងខូចចិត្តនាងនឹងចងចាំជានិច្ចនៅពេលដែលនាងនិយាយឈ្មោះវ៉ាងលីនទៅកាន់ដងមីជាលើកដំបូងនៅអារម្មណ៍ភ្ញាក់ផ្អើលនិងអារម្មណ៍ដែលដងមីមាននាងក៏ចងចាំផងដែរថាកាលពី500ឆ្នាំមុននៅពេលដែលវ៉ាងលីនបាននាំនាងមកវិញគាត់មិនត្រឹមតែប្រាប់នាងពីរឿងលីម៉ូវ៉ាន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងនិយាយអំពីនារីម្នាក់ឈ្មោះលីឃ្យូអៃអិនមីទៀតផងមនុស្សចាប់បដិសន្ធិឡើងវិញដងមីនិងលីឃ្យូអៃអិនមីគឺជាមនុស្សដូចគ្នាស្ត្រីចំណាស់មិននិយាយបែបនេះទេប៉ុន្តែសម្លឹងមើលទៅនារីដ៏ស្រស់ស្អាតនៅចំពោះមុខនាងខណៈដែលនាងបិទភ្នែកយឺតមួយតូពីបងស្រីដងធំជាងដងមីRenegade Immortal Renegade Immortal ជំពូក2085តាអាណាចក្ររបស់ព្រះ Immemorial ជាអ្វីនេះជាសំណួរដែលអ្នកដាំដុះស្ទើរតែគ្រប់រូបនៅទ្វីបអមតៈ Astral Continent មានសូម្បីតែ Grand Empyrean ក៏មិនដឹងថាអតិភិបនៃអាណាចក្រ Immemorial បូតរៀមឬមកពីណាដែរថ្វីត្បិតតែមានមនុស្សជាច្រើនបានចូលទៅក្នុងអាណាចក្រព្រះ Immemorial ក៏ដោយក៏ពួកគេមិនអាចប្រាប់បានថាវាជាទីកន្លែងបែបណានោះទេវ៉ាងលីនមើលជុំវិញមេឃក្រហមមិនមានផ្កាយព្រះអាទិត្យឬព្រះច័ន្ទទេប៉ុន្តែមានពន្លឺដ៏ទន់ភ្លន់ផែនដីមានរាងជារង្វង់នៅទីនេះវិញ្ញាណដ៏ទេវភាពរបស់គាត់មានកម្រិតហើយមិនអាចគ្របដណ្ដប់ទ្វីបទាំងមូលបានទេគាត់អាចមើលឃើញតែជួរភ្នំនៅក្បែរនឹងលេនដ្ឋានវែងប៉ុណ្ណោះដើរលើផែនដីវ៉ាងលីនសេញជើងគិតដោយស្ងៀមស្ងាត់ភ្នែករបស់គាត់ពោពេញដោយភាពច្របូកច្របល់និងស្គាល់គ្នានៅពេលដែលគាត់ដើរទៅមុខដោយស្ងៀមស្ងាត់វ៉ាងលីនបានឈប់នៅលេនដ្ឋានមួយហើយពិនិត្យមើលវាត្រង់ទាំងស្រុងដូចជាត្រូវបានបង្កើតឡើងដោយការវាយដោយដាវរលកនៃឧស្ម័នខ្មៅកំពុងឡើងពីលេនដ្ឋានពួកគេបានបាត់ខ្លួនបន្តិចម្តងបន្ទាប់ពីឡើងទៅលើអាកាសពីទីនេះជម្រៅនៃលេនដ្ឋានគឺងងឹតហាក់ដូចជាគ្មានអ្វីនៅទីនោះវ៉ាងលីនគិតដោយស្ងៀមស្ងាត់បន្តិចរួចបោះជំហានទៅមុខគាត់ឆ្លងកាត់លេនដ្ឋានយក្សហើយដើរទៅឆ្ងាយពេលវេលាបានកន្លងផុតទៅបន្តិចម្តងក្រោយពេលវេលាមិនទាន់ដឹងច្បាស់វ៉ាងលីនបានឃើញលេនដ្ឋាននិងជួរភ្នំថែមទៀតលេនដ្ឋានទាំងអស់មើលទៅស្រដៀងគ្នាពួកគេត្រង់ដូចជាត្រូវបានបង្កើតឡើងដោយដាវផែនដីរាងជារង្វង់វ៉ាងលីនរោទមពេលភ្នែករបស់គាត់ភ្លឺឡើងហើយគាត់បានហោះទៅលើមេឃ
នៅពេលដែលគាត់ហោះឡើងកាន់តែខ្ពស់គ្រងនៃផែនដីហាក់ដូចជាធ្លាក់ចុះនៅពេលដែលវ៉ាងលីនស្ថិតនៅកំពូលគាត់បានប្រឡេកមើលផែនដីខាងក្រោមហើយអារម្មណ៍នៃការស្គាល់កាន់តែរងមាំផែនដីរាងជារង្វង់និងលេនដ្ឋានជ្រៅត្រូវបានរៀបចំតាមលំដាប់លំដោយរួមផ្សំគ្នាអ្វីៗទាំងអស់នេះមើលទៅដូចជាត្រីវិស័យដ៏ធំមួយលេនដ្ឋានគឺជាជញ្ជីងនិងជួរភ្នំដែលបង្កើតដោយធម្មជាតិនៃរុនបុរាណត្រីវិស័យដែលគ្មានទ្រនិចផ្ទុយទៅវិញផែនដីគឺជាត្រីវិស័យប៉ុន្តែវាមិនពេញលេញទេប៉ាកកណ្ដាលរបស់វាបាត់វ៉ាងលីនក្រឡេកមើលផែនដីហើយឃើញថាប៉ាកកណ្ដាលរបស់វាហាក់ដូចជាបំភាន់ខណៈដែលគាត់សេញជឹងគិតដោយស្ងៀមស្ងាត់ការសម្លឹងមើលរបស់គាត់បានបប់មកលើផែនដីហើយឈប់នៅកណ្ដាលត្រីវិស័យមានភ្នំមួយដែលបានទំលាស់ចូលទៅក្នុងពពកព្រិល7 ពណ៌បានធ្លាក់ពីលើវាក្រឡេកមើលទៅលើភ្នំវ៉ាងលីនបានបង្ហាញនូវការបញ្ចេញមតិដ៏ស្មុគស្មាញនៅក្នុងប្រាសាទដូនតាស៊ីបុរាណខណៈពេលដែលគាត់កំពុងឆ្លងកាត់ការបំបែកព្រលឹងទាំង3នេះគាត់បានឃើញភ្នំអាថ៌កំបាំងនេះត្រង់នេះហើយដែលគាត់បានឃើញរូបនេះកាន់សាកសពហើយសួរទៅពិភពលោកទោះជាយ៉ាងណាពេលដែលគាត់មើលភ្នំព្រិល7 ពណ៌គាត់មិនបានឃើញរូបនោះទេប៉ុន្តែមានមនុស្សម្នាក់ទៀតដែលធ្លាប់ស្គាល់កំពុងអង្គុយចាំគាត់មនុស្សនេះមើលទៅចាស់តែមិនចាស់ហើយត្រូវបានគ្របដោយពន្លឺ7 ពណ៌ទឹកមុខរបស់គាត់ពោពេញដោយភាពរំភើបគាត់គឺជាមនុស្សដែលដូចជាអល់ស៊ីដូចជាទេពធីតា7 ពណ៌ដោយគ្រូអធិរាជដើមបុរាណនៅពីក្រោយតួលេខនេះនៅពីក្រោយភ្នំនេះមានស្ពានមួយចុងខាងត្រូវបានភ្ជាប់ទៅនឹងត្រីវិស័យហើយខាងទៀតត្រូវបានភ្ជាប់ទៅនឹងមេឃបង្កើតបានជាធ្នូដ៏ធំស្ពាននេះមើលទៅស្ទើរតែដូចគ្នានឹងស្ពានជាន់មេឃនៅចំណុចដែលវាភ្ជាប់ទៅផ្ទៃមេឃវ៉ាងលីនអាចមើលឃើញការបំភាន់នៅពីក្រោយផ្ទៃមេឃពណ៌ឈាមវាហាក់ដូចជាមានតួលេខ2នៅខាងក្នុងការបំភាន់ប៉ុន្តែពួកវាមានភាពព្រិលដូច្នេះហើយវាមិនអាចមើលឃើញបានច្បាស់នោះទេឈុតនេះគឺដូចគ្នានឹងការបំភាន់ដែលគាត់បានឃើញបន្ទាប់ពីស្ពានទី9ទីបំផុតអ្នកនៅទីនេះហើយអល់ស៊ីសម្លឹងមើលវ៉ាងលីនហើយសាច់វ៉ាងលីនដកការសម្លឹងមើលពីស្ពានហើយសម្លឹងមើលអ្នកមើលទាំងអស់គាត់មិននិយាយហើយដើរយឺតមួយសន្ទុះក្រោយមកគាត់កំពុងឈរនៅលើភ្នំដែលព្រិល7 ពណ៌កំពុងធ្លាក់គាត់មើលព្រិល7 ពណ៌ដែលនៅជុំវិញនោះហើយដកដង្ហើមធំបុរសចំណាស់នេះបានរងចាំជាយូរមកហើយសម្រាប់ថ្ងៃនេះទាំងអស់នេះជាក្តីសូកបិណ្ឌរបស់អ្នកប៉ុន្តែនៅពេលណាដែលអ្នកមកទីនេះការបង្ខូចទ្រង់ទ្រាយលេចឡើងនៅក្នុងសុបិណ្ឌរបស់អ្នកអល់ស៊ីសាច់នៅពេលគាត់ក្រវីដៃរបស់គាត់នៅពេលគាត់ក្រវីទ្វីបដែលមានរាងជារង្វង់ចាប់តាមញ័រនៅពេលដែលវាផ្ទុះឡើងអូស្មានខ្មៅក្រាស់បានផ្ទុះចេញពីលេនដ្ឋានជាច្រើនអូស្មានខ្មៅបានហោះទៅលើមេឃហើយប្រញាល់ទៅកាន់ភ្នំនេះភ្លាមនោះអូស្មានខ្មៅបានគ្របដណ្ដប់លើមេឃពណ៌ឈាមបន្ទាប់មកអូស្មានខ្មៅបានប្រមូលផ្តុំនៅពីក្រោយអល់ស៊ីដើម្បីបង្កើតជារូបយក្សតួលេខនេះខ្ពស់ខ្លាំងណាស់ហើយហាក់ដូចជាជួយពិភពលោកឲ្យកើនឡើងពីចម្ងាយតួលេខនេះពាក់អាវពណ៌ខ្មៅបិទបាំងមុខរបស់គាត់ប៉ុន្តែវ៉ាងលីននៅតែអាចទទួលស្គាល់ថាតួលេខនេះគឺដូចគ្នាទៅនឹងអល់ស៊ីមុនពេលគាត់វ៉ាងលីនទោះបីជាអ្នកដាំដុះឋានសួគ៌ក្នុងជីវិតមុនរបស់អ្នកក៏ដោយបុរសចំណាស់នេះគឺជាអាទិភាពដ៏ខ្ពង់ខ្ពស់នៅទីនេះនៅឯព្រំប្រទល់ដែននៅលើទ្វីបអាស្រ្តអមតៈទាំងមូលនេះជាកន្លែងតែមួយគត់ដែលខ្ញុំអាចលេបត្របាក់ជាមួយអ្នកបាននៅទីនេះសូបិនរបស់អ្នកនឹងបង្ខូចហើយចាប់ពីពេលនេះតទៅខ្ញុំនឹងក្លាយជាអ្នកសំឡេងគ្រហឹមចេញមកពីតួអង្គដ៏ធំបន្លឺឡើងគ្រប់ពេលទីជីវិតមុនបានលៀនសម្លឹងមើលអល់ស៊ីនឹងតួលេខនៅពីក្រោយអល់ស៊ីការបង្ហាញរបស់គាត់គឺស្ងប់ស្ងាត់មើលទៅដូចជានៅមិនទាន់នឹកឃើញអ្វីទាំងអស់បំភ្លេចវាទៅមុនពេលអ្នកស្លាប់បុរសចំណាស់នេះនឹងឲ្យអ្នកយល់គ្រប់យ៉ាងអល់ស៊ីក្រោបឈរឡើងហើយបោះជំហានថយក្រោយចូលទៅក្នុងតួលេខដ៏ធំក្រណាត់ខ្មៅដែលបាំងមុខរបស់គាត់បានរើចេញបង្ហាញមុខបីសាច់របស់គាត់ទ្វីបអាស្រ្តអមតៈមិនមានទេវាគឺជាអ្វីដែលបង្កើតដោយក្តីស្រមៃរបស់អ្នកតាមពិតទៅនេះគ្រាន់តែជាការចាត់ទុកជាមុខដែលជាផ្នែកមួយនៃអាណាចក្រដែលប្រឆាំងផែនដីទទេវ៉ាងលីនសេញជឹងគិតដោយស្ងៀមស្ងាត់អ្នកមិនជឿខ្ញុំទេ
អ្នកដែលមិនទាន់បានរំលឹកឡើងវិញនូវការចងចាំរបស់អ្នកពិតជាគួរឲ្យអាណិតណាស់នៅចំពោះមុខបុរសចំណាស់នេះបានលីនសូមឲ្យបុរសចំណាស់នេះប្រាប់អ្នកថាចក្រវាឡមាន4អាណាចក្រធំៗអាណាចក្រនេះគឺជាអាណាចក្រដែលផ្គាប់ជិតផែនដីអាណាចក្រណាមួយសុទ្ធតែមានកំណប់ហើយកំណប់នៃអាណាចក្រដែលតស៊ូគឺបូដារីខមប៉ាដែលជាកំណប់ទ្រព្យវត្តអេធីសិនតែមួយគត់អាណាចក្រនៃព្រះដ៏អស្ចារ្យនេះគឺជាត្រីវិស័យភ្នែករបស់តួអង្គដ៏ធំសម្បើមរបស់អល់សៀពោពេញដោយក្តីរំភើបចំពោះអ្នកក្នុងជីវិតមុនរបស់អ្នកគឺជាមនុស្សខ្លាំងបំផុតក្នុងពិភពលោកហើយអ្នកអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់បានប៉ុន្តែសម្រាប់ស្ត្រីអ្នកបានខ្ចីត្រីវិស័យព្រំដែនពីអាណាព្យាបាលហើយប្រើវាដើម្បីរស់ឡើងវិញនៅប្រពន្ធរបស់អ្នកបានប្រើសុបិនដែលបង្កើតដោយខ្លួនឯងដើម្បីផ្សព្វផ្សាយពីការពិតរបស់អ្នកដើម្បីបង្កើតការចាប់បដិសន្ធិឡើងវិញអ្នកចង់ធ្វើឲ្យសុបិនរបស់អ្នករស់ឡើងវិញនៅប្រពន្ធរបស់អ្នកឲ្យคล้ายជាការពិតនិងផ្លាស់ប្ដូរការផ្លាស់ប្ដូរស្ថានសួគ៌និងផែនដីសូម្បីតែបុរសចំណាស់ម្នាក់នេះក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសកម្មភាពនិងគំនិតឆ្កួតរបស់អ្នកអល់សៀសម្លឹងមើលវ៉ាងលីននៅពេលដែលពាក្យរបស់គាត់បន្លឺឡើងវ៉ាងលីនបានបិទភ្នែករបស់គាត់រួចបើកវាមួយសន្ទុះក្រោយមុខគាត់ក្រឡេកមើលរូបដ៏ធំនោះហើយនិយាយយឺតថាវាដូចនេះដូច្នេះតើអ្នកជានរណាអល់សៀបាននិយាយទាំងអួតថាបុរសចំណាស់នេះជាអ្នកការពារត្រីវិស័យព្រំដែនកាលនោះឯងបានយកវាពីដៃខ្ញុំមានសិស្សម្នាក់អ្នកគួរតែស្គាល់គាត់ឈ្មោះមូស៊ីវ៉ាងលីនគិតយ៉ាងស្ងៀមស្ងាត់ភ្នែករបស់អល់សៀភ្លឺឡើងនៅពេលដែលគាត់ក្រវីដៃស្តាំរបស់គាត់ហើយផ្នែកមួយនៃឧស្ម័នខ្មៅនៅលើខ្លួនរបស់គាត់បានបំបែកនៅលើមេឃដើម្បីបង្កើតជាវដ្តទេខ្មៅនៅពេលដែលវដ្តទេខ្មៅបង្វិលឈប់ផ្សេងគ្នាបានលេចឡើងនៅខាងក្នុងវាប្រសិនបើអ្នកនៅតែមិនជឿខ្ញុំអ្នកអាចមើលឃើញដោយខ្លួនឯងអ្នកអាចកំណត់ដោយខ្លួនឯងថានេះជាការពិតឬคล้ายនៅខាងក្នុងវល្លិខ្មៅវ៉ាងលីនបានឃើញរូបខ្លួនមួយទៀតកាន់រាងកាយហើយក្រហមនៅលើមេឃគាត់បានឃើញកំណែមួយនៃខ្លួនគាត់ពីអតីតកាលដែលបរាជ័យក្នុងការរស់ឡើងវិញលីម៉ូវ៉ាន់អារម្មណ៍សោកសៅក្រហមកំហឹងនិងភ្នែកឆ្កួតទោះជាមេឃចង់ឲ្យអ្នកស្លាប់ខ្ញុំនឹងយកអ្នកមកវិញខ្ញុំនឹងបំបាយផ្ទៃមេឃធ្វើឲ្យផែនដីខ្ទេចខ្ទាំប្រសិនបើខ្ញុំមិនអាចជោគជ័យបានទេនោះខ្ញុំវ៉ាងលីននឹងមិនភ្ញាក់ឡើយខ្ញុំនឹងជ្រមុជនៅក្នុងការចាប់បដិសន្ធិឡើងវិញជាមួយអ្នកជារៀងរហូតនៅពេលដែលវ៉ាងលីនសម្លឹងមើលរូបភាពនៅក្នុងវដ្តទេការចងចាំពីអតីតកាលបានលេចឡើងក្នុងចិត្តរបស់គាត់វាហាក់ដូចជាពួកគេតែងតែមានប៉ុន្តែគាត់ទៅតែភ្លេចវ៉ាងលីនសេញជឹងគិតដោយស្ងៀមស្ងាត់មួយសន្ទុះមុននឹងគាត់ក្រឡេកមើលទៅអល់សៀហើយនិយាយយឺតថាដើម្បីឲ្យខ្ញុំមកទីនេះអ្នកបានប្រាប់ខ្ញុំថាខ្ញុំអាចប្រោសលីម៉ូវ៉ាន់ឲ្យរស់ឡើងវិញនៅទីនេះតើពិតឬជាការកុហកវាអាចជាការពិតវាអាចជាការកុហកបូដារីខមប៉ះគឺជាកំណប់ទ្រព្យដែលមិនអាចផុតពូជបានតែមួយគត់នៅក្នុងអាណាចក្រឌីជីអឺវាអាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងប៉ុន្តែអ្នកនឹងមិនមានឱកាសអល់សៀបានមើលឃើញពីរបៀបដែលវ៉ាងលីនស្ងប់ស្ងាត់ហើយថាมันមានសញ្ញានៃការបង្ខូចទ្រង់ទ្រាយតិចតួចបំផុតនោះទេនេះបណ្ដាលឲ្យអល់សៀស្ទាក់ស្ទើរពេលឮពាក្យរបស់វ៉ាងលីនគាត់មិនបានប្រព្រឹត្តដោយប្រហិនទេគាត់មានអារម្មណ៍មិនច្បាស់លាស់ដូចជាមានអ្វីខុសនោះជាស្ពានអ្វីវ៉ាងលីនបានលើកដៃរបស់គាត់ហើយចង្អុលទៅស្ពានដែលតភ្ជាប់ផ្ទៃមេឃនិងផែនដីនៅពីក្រោយរូបដ៏ធំរបស់អល់សៀស្ពានត្រាច់ចោលឋានសួគ៌របស់ត្រីវិស័យវាក៏ជាតួពិតនៃស្ពានត្រាច់ចោលឋានសួគ៌ដែលជីវិតទាំងអស់នៅក្នុងអាណាចក្រដែលតស៊ូនឹងមានអារម្មណ៍នៅពេលដែលកម្រិតនៃការដាំដុះរបស់ពួកគេឈានដល់ចំណុចជាក់លាក់មួយអារម្មណ៍ដែលថាមានរឿងអាក្រក់នឹងកើតឡើងកាន់តែច្បាស់សម្រាប់អល់សៀប៉ុន្តែគាត់មិនអាចគិតពីមូលហេតុបានទេវ៉ាងលីនញញឹមពេលសម្លឹងមើលអល់សៀហើយនិយាយដោយស្ងប់ស្ងាត់ថាអ្នកស្ទាក់ស្ទើរហើយឆ្ងល់ថាហេតុអ្វីបានជាគ្មានការបំភ្លៃកើតឡើងដោយពេលដែលមនុស្សកំពុងដេកចិត្តភ្ញាក់កន្សោមអល់សៀបានផ្លាស់ប្ដូរភ្លាមហើយរាងកាយដ៏ធំរបស់គាត់បានដកថយពី3ជំហានគាត់សម្លឹងទៅវ៉ាងលីនហើយបន្ទាប់ពីមើលកាន់តែចិត្តភ្នែករបស់គាត់ពោពេញដោយភាពមិនជឿ
អូនមានរឿងអីខុសហើយតួអូននឹកដល់ជីវិតអតីតកាលពេលចូលដល់ព្រំប្រទល់ដែនអូននឹងភ្ញាក់ពីសុបិនបងប៉ុន្មានដងចុងក្រោយនេះអ្នកតែងតែភ្ញាក់នៅជំហាននេះលើកនេះវាមិនខុសគ្នាទេវ៉ាងលីនសម្លឹងមើលអល់សៀហើយនិយាយយឺតថាអ្នកមិនមែនជាអាណាព្យាបាលទេតែជាអ្នកបាត់ពេលដែលគាត់និយាយបែបនេះអល់សៀស្រាប់តែមានអារម្មណ៍ថាបេះដូងគាត់ធ្លាក់ចុះ Renegade Immortal Chapter 2086 Reincarnation IS Writer ខ្ញុំមានការស្ទាក់ស្ទើរចំពោះរឿងទាំងអស់នេះរហូតដល់ខ្ញុំបានឃើញភ្នំដែលមានប្រ7ពណ៌ជាលើកទី2ហើយរូបដែលកាន់សាកសពនៅពេលខ្ញុំនៅក្នុងប្រាសាទដូនតាស៊ីបុរាណខ្ញុំមានអារម្មណ៍ថាដូចជាមានអ្វីខុសប៉ុន្តែនៅពេលដូចគ្នាពេលវេលាគំនិតឆ្កួតមួយបានកើតឡើងវ៉ាងលីនមិនបានមើលអល់សៀទេប៉ុន្តែនៅស្ពានខាងក្រោយអល់សៀខ្ញុំខ្លាចការបរាជ័យដែលខ្ញុំបានឃើញខ្លាចថាខ្ញុំបរាជ័យក្នុងការប្រាស់វេនឡើងវិញខ្ញុំខ្លាចថាអ្វីគ្រាន់តែជាជីវិតមុនដែលខ្ញុំបានជួបវេនហើយបានព្យាយាមអស់ពីសមត្ថភាពដើម្បីប្រាស់នាងឲ្យរស់ឡើងវិញប៉ុន្តែបរាជ័យដូច្នេះហើយខ្ញុំបានជ្រមុជខ្លួនឯងក្នុងសុបិនដូនតាបដូរកំណើតរហូតដល់សុបិនខ្ញុំខ្លាចជាការពិតយ៉ាងណាមិញតើវាពិតជាជីវិតមុនមែនទេខ្ញុំមិនបានគិតដូច្នោះទេខ្ញុំខ្លាចថាវាពិតទាំងអស់ដូច្នេះខ្ញុំត្រូវផ្ទៀងផ្ទាត់វាខ្ញុំត្រូវតែផ្លាស់ប្ដូរវាភ្នែករបស់វ៉ាងលីនភ្លឺខ្លាំងត្រឡប់មកវិញនៅខាងក្នុង Heaven Living Beat ខ្ញុំបានលឺសំឡេងមួយនោះបន្តប្រាប់ខ្ញុំថាខ្ញុំកំពុងបាត់មួយខ្ញុំនៅមិនទាន់ដឹងថាបាត់អ្វីទេនៅក្នុងពិភពរូងភ្នំខ្ញុំធ្លាប់ឃើញទស្សនវិជ្ជាមួយអតិរាជby fan ចំអល់ទៅមេឃហើយឆ្កួតបន្ទាប់មកខ្ញុំបានដឹងថាគាត់បានដឹងដោយចៃដន្យថាពិភពលោកនេះគ្រាន់តែជារូងភ្នំគាត់មិនអាចទទួលយកវាហើយឆ្កួតដូចជា Esteem Scatter Spirit ប៉ុន្តែគាត់មិនមានភាពក្លាហានឬការតស៊ូរបស់វិញ្ញាណខ្ចាត់ខ្ចាយនោះទេឈុតនោះបានផ្ដល់ការបំផុសគំនិតដល់ខ្ញុំហើយក៏មានអារម្មណ៍ភ័យខ្លាចខ្លាំងជាងមុនដែរហើយនៅក្នុងពិភពរូងភ្នំនៅពេលដែលខ្ញុំព្យាយាមឈានទៅដល់ជំហានទី3ច្រកទ្វារវត្តបានលេចចេញមកហើយសំឡេងដែលចេញពីក្រោយខ្លោងទ្វារក្រោយមកខ្ញុំបានរកឃើញថាសំឡេងនេះគឺស្រដៀងទៅនឹងសំឡេងនៅក្នុង Heaven Living Beat ដែលប្រាប់ខ្ញុំថាបាត់អ្វីមួយរឿងនេះមានរយៈពេលរហូតដល់ខ្ញុំមានគំនិតឆ្កួតរហូតដល់ខ្ញុំបានរកឃើញលលាក្បាលរបស់ GQ អាយងហើយបានរកឃើញវិញ្ញាណដ៏ទេវភាពនៅទីនោះបន្ទាប់ពីវ៉ាងលីននិយាយរួចគាត់បានលើកដៃស្តាំរបស់គាត់ហើយលលាក្បាលរបស់ GQ អាយងបានលេចចេញមកមានតួអង្គដែលត្រូវបានគេផ្តិតនៅលើលលាក្បាលនេះដែលបញ្ចេញពន្លឺត្រជាក់និងចេតនាសម្លាប់ខ្ញុំមានចម្លើយចំពោះអ្វីគ្រប់យ៉ាងវ៉ាងលីនបានមើលលលាក្បាលនៅក្នុងដៃរបស់គាត់ហើយបង្ហាញនូវការបញ្ចេញមតិដ៏ស្មុគស្មាញមួយអ្នកដែលបាត់ខ្លួននៅក្នុង Heaven Living Beat គឺអ្នកមិនមែនជាអ្នកការពារទេតែជាវិញ្ញាណកំណប់នៃត្រីវិស័យព្រំដែនវ៉ាងលីនងើបមុខឡើងភ្នែករបស់គាត់ភ្លឺការសម្លឹងមើលនេះបានធ្វើឲ្យអល់ស៊ីញ៉ដើមឡើយខ្ញុំមានការភ័ន្តច្រឡំយ៉ាងខ្លាំងអំពីការប្រាស់នាងលីមូវ៉ាន់ឲ្យរស់ឡើងវិញខ្ញុំមិនដឹងថាត្រូវប្រាស់នាងឲ្យរស់ឡើងវិញដោយរបៀបណាទេរហូតទាល់តែអ្នកបានបង្ហាញខ្លួននៅភ្នំវាលរហោស្ថាននៅដាវបុរាណពាក្យរបស់អ្នកត្រូវបានចងចាំដោយខ្ញុំហើយជាមួយនឹងបទពិសោធន៍របស់ខ្ញុំបានគិតពីវិធីសាស្ត្រមួយនៅពេលដែលខ្ញុំបានឃើញរូបចម្លាក់ដ៏ក្រហមនៅក្នុងប្រាសាទដូនតាស៊ីបុរាណពេលខ្ញុំគិតពីវិធីនេះហើយអនុវត្តវិធីនេះខ្ញុំស្ទាក់ស្ទើរតើអត្ថប្រយោជន៍របស់ខ្ញុំពិតឬជាសុបិនតើទ្វីបអមតៈពិតជាមានមែនទេទាល់តែខ្ញុំឃើញលលាក្បាលនេះវ៉ាងលេងរអូអ្នកតើអ្នកបានគិតពីវិធីអ្វីអូស្មានខ្មៅជុំវិញអល់សៀបន្តគោគាត់មើលពីរបៀបដែលវ៉ាងលីនស្ងប់ស្ងាត់ហើយស្តាប់បាំង
ពាក្យស្ងប់ស្ងាត់របស់លីនបានធ្វើឲ្យបេះដូងរបស់គាត់ពោពេញទៅដោយការភ័យខ្លាចគាត់បានរកឃើញថាអ្វីគ្រប់យ៉ាងដែលគាត់ដឹងគឺខុសគ្នាឆ្ងាយពីឥឡូវនេះភ្លាមនោះគាត់មានអារម្មណ៍ថាដូចជាគ្រោះមហន្តរាយនឹងកើតមានចំពោះគាត់នៅពេលដែលគាត់បានឮបានលីននិយាយអំពីគំនិតនិងវិធីសាស្ត្រដ៏ឆ្កួតវ៉ាងលីនសម្លឹងមើលអល់សៀដោយស្ងប់ស្ងាត់វិធីសាស្ត្ររបស់ខ្ញុំគឺសាមញ្ញណាស់ខ្ញុំដឹងថា Flaving Them អ្នកគួរតែដឹងរឿងនេះបន្ទាប់ពីរូបតំណាងការសម្លាប់របស់ខ្ញុំបានបញ្ចប់ខ្ញុំបានប្រើអធិរាមិរុទ្ធ Flaving Them របស់ខ្ញុំជាមួយនឹងធម្មពលទាំងអស់ដើម្បីបញ្ច្រាស់ពេលវេលាហើយបញ្ជូនគាត់ត្រឡប់ទៅអតីតកាលវិញខ្ញុំបានបញ្ជូនគាត់ទៅអតីតកាលរាប់មិនអស់ដើម្បីយកតម្រាប់តាមជីវិតរបស់ខ្ញុំគាត់បានប្រើដាវសុបិនរបស់គាត់ដើម្បីទស្សទាយនិងគណនាអ្វីគ្រប់យ៉ាងដែលនឹងកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំបានផ្ដល់ស្វ័យភាពដល់គាត់ខ្ញុំបានផ្ដល់សេរីភាពរូបតំណាងបន្ទាប់ពីធ្វើបែបនេះខ្ញុំស្រាប់តែដឹងថាអ្វីបានច្បាស់លាស់អ្វីដែលគេហៅថាជីវិតមុនគឺជារូបតំណាងនៃការសម្លាប់ដែលខ្ញុំបានបញ្ជូនទៅកាន់អតីតកាលអ្នកនិយាយថាទ្វីបអមតៈគឺជាឧបទ្វីបមួយខ្ញុំអាចប្រាប់អ្នកឥឡូវនេះថាអមតៈទ្វីបអាស្រលមិនមែនជាសុបិនមិនមែនជាការបំភាន់ទេខ្ញុំវ៉ាងលីនមិនបានចាប់កំណើតឡើងវិញទេខ្ញុំកើតនៅលើភពផែនដីសូសាគុហើយបានឈានដល់ដំណាក់កាលបច្ចុប្បន្នខ្ញុំជាខ្ញុំមូលហេតុដែលអ្នកនិងមនុស្សមួយចំនួនទៀតគិតថានេះជាសុបិនទាំងអស់គឺដោយសារតែរូបតំណាងនៃការសម្លាប់របស់ខ្ញុំបានផ្លាស់ប្ដូរអ្វីមួយដោយជោគជ័យកាលពីអតីតកាលខ្ញុំមិនដឹងថារូបអវតារសម្លាប់របស់ខ្ញុំបានធ្វើអ្វីខ្លះកាលពីអតីតកាលឬនៅទីណានោះទេប៉ុន្តែនៅពេលដែលខ្ញុំបានឃើញលលាក្បាលរបស់ GQIO ខ្ញុំបានឃើញនូវអារម្មណ៍ដ៏ទេវភាពរបស់គាត់ការស្វែងរកវិញ្ញាណដ៏ទេវភាពបានប្រាប់ខ្ញុំយ៉ាងច្បាស់ថាកាលពីអតីតកាលអាវតារសម្លាប់បានផ្លាស់ប្ដូរពិភពលោកហើយបានខ្ចីត្រីវិស័យនេះគឺជាគន្លឹះក្នុងការធ្វើឲ្យ Wender រស់ឡើងវិញគាត់បានដាក់ត្រីវិស័យនៅលើទ្វីបអាស្រលអមតៈហើយបានចូលទៅក្នុងវាជាច្រើនដងទោះបីជាយ៉ាងណាក៏ដោយរាល់ពេលដែលគាត់ចូលវានឹងរលាយបាត់ភ្លាមទាល់តែគាត់បានមកដល់អាណាចក្រព្រះឥន្ទ្រទេវីក្នុងអំឡុងពេលចាប់បដិសន្ធិឡើងវិញមុននឹងរលាយបាត់ទៅគាត់បានបំពេញកិច្ចការដែលខ្ញុំបានទុកគាត់ចោលហើយបើកត្រីវិស័យធ្វើឲ្យត្រីវិស័យមិនពេញលេញហើយក៏បានបញ្ចេញវិញ្ញាណកំណប់នៅក្នុងត្រីវិស័យផងដែរនោះជាអ្នកវ៉ាងលីនសម្លឹងមើលអល់សៀពេលដែលអ្នកមើលឃើញទាំងអស់បានលឺដូច្នេះរាងកាយរបស់គាត់ងល់យ៉ាងខ្លាំងហើយភ្នែករបស់គាត់ពោពេញទៅដោយការមិនជឿនិងការភ័យខ្លាចដែលមិនអាចពិពណ៌នាបានមិនអាចទៅរួចមិនអាចទៅរួចនេះជាវិធីសាស្ត្ររបស់ខ្ញុំដើម្បីដោះលែងអ្នកហើយប្រើអ្នកដែលជាខ្លឹមសារនៃត្រីវិស័យព្រំដែនដើម្បីប្រោសប្រពន្ធរបស់ខ្ញុំឲ្យរស់ឡើងវិញការចាប់បដិសន្ធិឡើងវិញគឺនៅទីនោះនៅពេលដែលអ្នកយល់វាច្បាស់អ្នកអាចផ្លាស់ទីវាតាមដែលអ្នកចង់ប្រសិនបើអ្នកមិនយល់វាអ្នកហៅវាថាជីវិតមុនវាជារង្វង់ហើយវាតែងតែនៅទីនោះអ្នកអាចមើលឃើញវាអ្នកអាចមានអារម្មណ៍ថាវាដូចជាពាក្យរបស់ម៉ូស៊ីដូចជាការចងចាំរបស់ Red Butterfly ដូចជានៅពេលដែលអ្នកបានស្គាល់រូបអវតារសម្លាប់នៅភ្នំវាលខ្សាច់នៅដោបុរាណបុព្វបុរសបុរាណនិងបុព្វបុរស Celestial មិនអាចមើលឃើញតាមរយៈការចាប់បដិសន្ធិឡើងវិញទេពួកគេបានគិតថាអ្វីទាំងអស់មិនពិតហើយបានស្លាប់ដោយស្វែងរកដាវនេះគឺជាការចាប់បដិសន្ធិឡើងវិញបន្ទាប់ពីយល់ពីការចាប់បដិសន្ធិឡើងវិញអ្នកឃើញថាវាគ្រាន់តែជារង្វង់អ្នកអាចធ្វើបានដើរទៅកន្លែងណាក៏បានហើយចាប់វាទៅវ៉ាងលីនក្រវីក្បាលហើយសម្លឹងមើលទៅអល់សៀដោយស្ងប់ស្ងាត់ឯងបានគិតគូរនឹងខ្ញុំប៉ុន្តែអ្នកមិនបានដឹងថានៅទីបំផុតខ្ញុំកំពុងមានគំនិតប្រឆាំងនឹងអ្នកដូចជាស្វែងរកអ្វីមួយគ្រាន់តែរកឃើញនៅពេលដែលអ្នកត្រឡប់មកវិញមិនអាចទេវាមិនអាចបែបនេះទេខ្ញុំបានឃើញជីវិតមុនរបស់អ្នកផ្ទាល់ខ្ញុំបានឃើញអ្នកខ្ចីត្រីវិស័យរបស់ខ្ញុំផ្ទាល់ខ្ញុំបានឃើញអ្នកចូលទៅក្នុងសុបិននៃដាវជាមួយត្រីវិស័យខ្ញុំផ្ទាល់ក៏បានឃើញអ្នកចាប់បដិសន្ធិឡើងវិញជាច្រើនដងហើយឈានដល់ចំណុចនេះមុននឹងរលាយក្នុងត្រីវិស័យអល់ស៊ីហាក់ដូចជាគូតគាត់បានគ្រងទុកមួយជីវិតប៉ុន្តែចុងក្រោយគាត់នៅតែគណនាខុសនៅពេលដែលគាត់ត្រូវបានដោះលែងពីត្រីវិស័យគាត់គិតថាវាជាឧបទ្ទវហេតុមួយប៉ុន្តែគាត់មិននឹកស្មានថាវាជាផ្នែកមួយនៃផែនការរបស់វ៉ាងលីននោះទេមិនអាចទៅរួចមិនជឿ
អល់សៀបានក្រហមខណៈដែលរាងកាយរបស់គាត់ធ្វើពីឧស្ម័នខ្មៅគ្របដណ្ដប់លើមេឃគាត់ប្រញាប់ប្រញាល់ទៅរកបាងលីនហាក់ដូចជាចង់លេបត្របាក់គាត់គ្រាន់តែអ្នកបានឃើញវានោះមិនមានន័យថាវាជាការពិតទេពីព្រោះអ្នកមិនអាចមើលឃើញតាមរយៈការចាប់បដិសន្ធិឡើងវិញទេវានៅទីនោះប្រសិនបើអ្នកយល់អ្នកក៏យល់ដែរប៉ុន្តែប្រសិនបើអ្នកមិនយល់នោះអ្នកនឹងយល់មិនដែលយល់ទេវាងលីនងក់ក្បាលជំពូកមុនជំពូកបន្ទាប់Renegade Immortal ជំពូក2087 Van ភ្ញាក់ឡើងសំឡេងរបស់អល់សៀបានបន្លឺឡើងនៅខាងក្នុងអាណាចក្រព្រះ Immemorial ដែលមានភ្នំព្រើ7ពណ៌ជាចំណុចកណ្ដាលរាងកាយដ៏ធំរបស់វាធ្វើពីអាប់ខ្មៅបានប្រញាប់ប្រញាល់ទៅរកបាងលីនដោយមិនមានបំណងនឹងឆ្កួតគាត់មិនសុខចិត្តទុកឲ្យរឿងនេះកើតឡើងទេគាត់បានរងចាំជាយូរមកហើយរងចាំការចាប់បដិសន្ធិឡើងវិញរាប់មិនអស់រហូតដល់ថ្ងៃនេះបានមកដល់ប៉ុន្តែគាត់មិននឹកស្មានថាអ្វីៗនឹងទៅជាបែបនេះទេវាងលីនបានបោកបញ្ឆោតមនុស្សគ្រប់គ្នាសូម្បីតែអល់សៀក៏មិនបានដឹងដែរថាអ្វីគ្រប់យ៉ាងមិនមែនជាសុបិនរបស់បាងលីនទេប៉ុន្តែគឺជាដាវរបស់អាវ៉ាតាសម្លាប់បេះដូងរបស់អល់សៀពោពេញទៅដោយអារម្មណ៍មិនសមហេតុផលហើយអារម្មណ៍នេះគឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យគាត់ឆ្កួតគាត់គឺជាព្រលឹងកំណប់នៃត្រីវិស័យព្រំដែនហើយគាត់បានឃើញវាងលីនមកទីនេះម្តងហើយម្តងទៀតហើយរលាយនៅទីនេះរាល់ការចាប់បដិសន្ធិឡើងវិញរហូតដល់ពេលដែលគាត់ផ្ទាល់បានឃើញវាងលីនផ្ទុះបាត់ត្រីវិស័យរួចក៏រសាយទៅនេះបានអនុញ្ញាតឲ្យគាត់ដែលជាអល់សៀដើរចេញហើយនៅពេលនោះគាត់បានសើចដោយរំភើបគាត់មិនបានដឹងពីដើមកំណើតរបស់គាត់ទេនៅក្នុងការចងចាំរបស់គាត់នៅពេលដែលគាត់បានភ្ញាក់ដឹងខ្លួនជាលើកដំបូងរាប់មិនអស់កាលពីឆ្នាំមុនគាត់គឺជាវិញ្ញាណកំណប់នៃត្រីវិស័យព្រំដែនរួចទៅហើយគាត់ក៏មិនដឹងថាអ្នកណាជាអ្នកបង្កើតត្រីវិស័យព្រំដែនដែរគាត់មិនមានការចងចាំហើយយល់ច្រឡំជាយូរមកហើយរហូតដល់គាត់ឃើញបាងលីនខ្ចីត្រីវិស័យគាត់បានឃើញបាងលីនឆ្លងកាត់ការចាប់បដិសន្ធិឡើងវិញម្តងហើយម្តងទៀតរហូតដល់គាត់ត្រូវបានដោះលែងពេលដែលគាត់ត្រូវបានដោះលែងគាត់ពោពេញទៅដោយអារម្មណ៍រីករាយដែលមិនអាចនិយាយបានគាត់មានអារម្មណ៍ថាគាត់ហៀបនឹងមានសេរីភាពហើយគាត់មិនចង់បន្តមាននៅក្នុងត្រីវិស័យដូចអ្នកចាប់នោះទេហេតុនេះហើយបានជាចង់កាន់កាប់វាងលីនតាមទស្សនៈរបស់គាត់ជីវិតទាំងអស់នៅលើទ្វីបអមតៈអាស្រោគឺคล้ายคล้ายហើយមានតែវាងលីនប៉ុណ្ណោះដែលពិតប្រាកដតាមការវិភាគរបស់គាត់ពេលដែលគាត់ទទួលបានជោគជ័យក្នុងការយកវាងលីនគាត់នឹងមានការដាំដុះឋានសួគ៌និងសេរីភាពពិតគាត់មិនអាចជាប់នៅក្នុងត្រីវិស័យជាវិញ្ញាណកំណប់ទៀតទេបើទោះបីជាគាត់មានអារម្មណ៍ថាក្រៅពីជាវិញ្ញាណកំណប់គាត់ក៏ជាអ្នកថែរក្សាត្រីវិស័យនេះផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលគាត់បានធ្វើគឺដើម្បីសេរីភាពគាត់ថែមទាំងបានសម្រេចចិត្តថានៅពេលដែលគាត់ទទួលបានសេរីភាពនិងជោគជ័យក្នុងការកាន់កាប់សាកសពរបស់វាងលីនគាត់នឹងស្វែងរកប្រភពដើមរបស់គាត់ពោលគឺស្វែងរកអ្នកដែលធ្វើឲ្យគាត់ក្លាយជាវិញ្ញាណកំណប់តាមទស្សនៈរបស់គាត់បន្ទាប់ពីគាត់បានទទួលជោគជ័យក្នុងការកាន់កាប់សាកសពរបស់វាងលីនត្រីវិស័យព្រំដែននឹងក្លាយជាកំណប់ទ្រព្យដ៏ខ្ពង់ខ្ពស់បំផុតរបស់គាត់គឺជាវិញ្ញាណកំណប់ហើយគ្មាននរណាម្នាក់ដឹងពីកម្លាំងរបស់វាល្អជាងគាត់ទេក្រៅពីថាមពលរបស់វាការប្រើប្រាស់ដ៏សំខាន់បំផុតរបស់វាគឺអនុញ្ញាតឲ្យមនុស្សម្នាក់ចាក់ចេញពីអាណាចក្រផែនដីដែលប្រឆាំងចំពោះប្រភពដើមនៃត្រីវិស័យព្រំដែនគាត់មានគំនិតខ្លះៗប៉ុន្តែពួកគេមានភាពមិនច្បាស់លាស់គាត់មិនដឹងថាអ្នកណាបង្កើតវាហើយក៏មិនដឹងពីមូលហេតុអ្វីដែលគាត់នៅខាងក្នុងនោះដែរគាត់គ្រាន់តែដឹងថានៅពេលដែលគាត់ទទួលបានសេរីភាពគាត់នឹងស្វែងរកចម្លើយទោះជាយ៉ាងណានៅពេលនេះផែនការទាំងអស់របស់គាត់ត្រូវបានរលំដោយសារតែពាក្យសម្ដីរបស់វាងលីនគាត់គ្មានសង្ឃឹមទេគាត់គ្រាន់តែមានអារម្មណ៍អស់សង្ឃឹមនិងកំហឹងរួមជាមួយនឹងការភ័យខ្លាចនិងការស្ទាក់ស្ទើរ
គាត់បានប្រញាប់ប្រញាល់ទៅកាន់វ៉ាងលីនហើយអាប់ខ្មៅបានបន្លឺឡើងយ៉ាងខ្លាំងនៅពេលដែលគាត់បានបិទមុខវ៉ាងលីនគាត់បានឃើញស្នាមញញឹមដ៏ស្រទន់នៅលើមុខវ៉ាងលីនវ៉ាងលីនលើកដៃស្តាំរបស់គាត់ពេលគាត់សម្លឹងមើលអាប់ខ្មៅដែលបក់មករកគាត់ហើយក្រវីថ្នមនៅពេលដែលខ្ញុំស្ទាត់ជំនាញការចាប់បដិសន្ធិឡើងវិញខ្ញុំបានទៅដល់ឋានសួគ៌ហើយនៅពេលដែលវ៉ាងលីននិយាយដោយស្មុគស្មាញគាត់បានក្រវីដៃអាវរបស់គាត់អាប់ខ្មៅនៅពីមុខគាត់បានឆាប់ឆេះហើយចាប់តាមរលាយបាត់យ៉ាងឆាប់រហ័សខ្ញុំមិនព្រមទុកឲ្យវាคล้ายទៅជាវ៉ាងលីនខ្ញុំមិនចង់ឲ្យវាคล้ายទៅជាអត់សៀបញ្ចេញនៅការយំសោកយ៉ាងវេទនានៅពេលដែលអូស្មန်ខ្មៅខ្ចាត់ខ្ចាយអូស្មန်ខ្មៅដែលនៅសេសសល់បានខនដេនសេចូលទៅក្នុងក្បាលធំមួយក្បាលនេះមើលទៅខុសពីអត់សៀគាត់មានវ័យកណ្ដាលហើយនៅចន្លោះចិញ្ចើមរបស់គាត់គឺជាគំរូផ្កាយដែលកំពុងតែភ្លឺមានស្រមោលមិនច្បាស់លាស់នៃសត្វគ្រាដែលកំពុងតស៊ូនៅខាងក្នុងគំរូផ្កាយទាំងអស់នេះមានរយៈពេលមួយរំពេចមុនពេលបែកខ្ញែកក្បាលរបស់បុរសវ័យកណ្ដាលបានខ្ចាត់ខ្ចាយហើយអូស្មန်ខ្មៅដែលនៅសេសសល់ស្រាប់តែប្រែទៅជាសត្វគ្រាខ្មៅដ៏ធំសម្បើមសត្វគ្រាខ្មៅបានបន្លឺឡើងនៅលើមេឃហើយប្រញាប់ប្រញាល់ទៅរកវ៉ាងលីនតងទៀតពេលដែលគាត់បិទភ្នែកនោះមានភាពត្រជាក់ខ្លាំងនៅក្នុងភ្នែករបស់វ៉ាងលីនគាត់បានបោះជំហានទៅមុខហើយលើកដៃស្តាំរបស់គាត់ពេលដែលសត្វគ្រាខ្មៅបិទជិតដៃរបស់គាត់បានចាប់ករបស់សត្វគ្រាខ្មៅនៅតែបន្តតស៊ូខណៈដែលវាស្រែកឡើងភ្នែករបស់វ៉ាងលីនបានភ្លឺការខ្តាប់ដៃស្តាំរបស់គាត់បានរឹតបន្តឹងបណ្ដាលឲ្យមានផ្គរលាន់ដែលធ្វើឲ្យអាណាចក្រនៃព្រះអម្រិតទាំងមូលញាស់ហើយផ្ទៃមេឃคล้ายជាព្រើរថយន្តស្ទូចពណ៌ខ្មៅបានផ្ទេចផ្ទីទាំងស្រុងការយល់ឃើញដល់ទេវភាពរបស់អល់សៀស្ថិតក្នុងភាពច្របូកច្របល់ហើយនៅពេលដែលសត្វគ្រាខ្មៅបានបែកបាក់គ្នានោះអល់សៀក៏ដូចគ្នាដែរនៅពេលដែលអារម្មណ៍ដល់ទេវភាពចុងក្រោយរបស់គាត់នឹងត្រូវបំផ្លាញគាត់ហាក់ដូចជាចងចាំអ្វីមួយអំពីអតីតកាលរឿងមួយចំនួនដែលគាត់គិតថាមិនមាននៅក្នុងការចងចាំរបស់គាត់ព្រឹកឡើងឋានសួគ៌ស្រុកកំណើតខ្ញុំព្រះតេជគុណបានបន្លឺឡើងខណៈដែលវិញ្ញាណដល់ទេវភាពរបស់គាត់បានរសាយទាំងស្រុងហើយគាត់បានស្លាប់ទាំងស្រុងទូស្ទួយរបស់គាត់បានប្រែក្លាយទៅជាអូស្មန်ខ្មៅរាប់មិនអស់ក្នុងចំណោមអូស្មန်ខ្មៅមានអូស្មန်ប្រភេទជាក់ស្តែងវ៉ាងលីនបានមើលនៅពេលដែលអូស្មန်ពណ៌ប្រភេទបានប្រញាប់ប្រញាល់ទៅកាន់ស្ពានដែលភ្ជាប់ទៅនឹងមេឃហើយបានបាត់ចូលទៅក្នុងការបំភាន់នៅពីក្រោយស្ពានអូស្មန်ប្រភេទនេះមិនបានផ្ទុកនៅក្លិនរបស់អល់សៀទេភ្នែករបស់វ៉ាងលីនភ្លឺឡើងប៉ុន្តែគាត់មិនភ្ញាក់ផ្អើលប៉ុន្តែសោះដូចជាគាត់បានដឹងរួចមកហើយថាអូស្មန်ពណ៌ប្រភេទមានស្រាប់គាត់បានត្រឹមក្រឡេកមើលមួយភ្លែតហើយមិនអើពើដៃស្តាំរបស់គាត់លូកដៃទៅរកអូស្មန်ខ្មៅនៅពេលដែលគាត់ចាប់អូស្មန်ខ្មៅបានប្រមូលផ្តុំគ្នាភ្លាមហើយបង្កើតបានជាដុំអូស្មန်ទំហំប៉ុនកន្តាប់ដៃនៅក្នុងដូងរបស់វ៉ាងលីនបាល់អូស្មန်មិនខ្មៅទេប៉ុន្តែមាន9ពណ៌វាស្រស់ស្អាតខ្លាំងណាស់វ៉ាន់រៀមអេសិននៅពេលដែលវ៉ាងលីនសម្លឹងមើលបាល់អូស្មန်នៅក្នុងដៃរបស់គាត់ភ្នែករបស់គាត់មិនស្ងប់ទៀតទេប៉ុន្តែពោពេញទៅដោយភាពរំភើបគាត់ដកដង្ហើមវែងហើយក្រវីដៃឆ្វេងរបស់គាត់ឈូងមួយបានបង្ហាញខ្លួននៅចំពោះមុខគាត់មានស្ត្រីម្នាក់ដេកនៅខាងក្នុងឈូងនាងមិនមែនជាស្រីស្អាតដាច់ខាតទេប៉ុន្តែនាងសុភាពភ្នែករបស់នាងបានបិទហើយនាងនៅតែមិនមានចលនាវ៉ែនខ្ញុំធ្លាប់និយាយថាតួមេឃចង់ឲ្យអ្នកស្លាប់ក៏ដោយខ្ញុំនឹងយកអ្នកមកវិញវ៉ាងលីនបានរអ៊ូពេលគាត់ប៉ះមុខស្ត្រីនោះទឹកភ្នែកហូរចុះមកលើមុខនាងទឹកភ្នែកហូរតាមថ្ពាល់របស់នាងចូលជ្រុងរបស់នាងមាត់ខ្ញុំបានទទួលជោគជ័យវ៉ែនបន្ទាប់ពីរាប់ពាន់ឆ្នាំខ្ញុំបានទទួលជោគជ័យការបញ្ចេញមតិរបស់វ៉ាងលីនមានភាពទន់ភ្លន់នៅពេលដែលគាត់ចុចថ្នមនៅបាល់ពណ៌9នៅចន្លោះចិញ្ចើមរបស់ស្ត្រីគាត់បានមើលដោយស្ងៀមស្ងាត់ពេលបាល់អូស្មန်ចូលក្នុងខ្លួននាងហើយពេលវេលាហាក់ដូចជាคล้ายទៅជាអស់កលជានិច្ចទោះយ៉ាងណាក៏ដោយមានសញ្ញាដ៏កម្រនៃភាពតានតឹងនៅលើមុខរបស់គាត់មានការភ័យយ៉ាងខ្លាំងគាត់បានខំបបោមាត់ទាបរបស់គាត់ហើយមើលទៅស្ត្រីដែលនៅពីមុខគាត់វ៉ាងលីនអោនសក់របស់លីមួបន្ហើយនិយាយរអ៊ូថាបានរស់ឡើងវិញបាបភ្នែកមើលមកខ្ញុំ
ការជួបគ្នានៅខាងក្រៅសមុទ្រអារ៉ាក់ហាក់ដូចជាបានកំណត់ជោគវាសនាជីវិត3នាក់កុំភ្លេចកុំបោះបង់ការស្រែកយំស្រទន់សម្រាប់ជំនួយហើយភ្នែកពោពេញទៅដោយការភ័យស្លន់ស្លោបានធ្វើឲ្យបាងលីនដែលបានលាក់ខ្លួននៅក្រោមដីដោយសារគាត់បានកត់សម្គាល់ឃើញមានអ្វីខុសប្រក្រតីងើបក្បាលឡើងប្រសិនបើគាត់មិនបានមើលទេប្រហែលជាអ្វីៗនឹងខុសគ្នាក្នុងសមុទ្រអារ៉ាក់ពេលគាត់បើកភ្នែកឡើងឃើញមនុស្សទន់ខ្សោយតែរងមាំឈរនៅមាត់ទ្វាររូងបេះដូងគាត់ញ័រមួយផ្លែតគាត់មិនដឹងថាហេតុអ្វីបានជាគាត់និយាយថាកុំខ្លាចខ្ញុំនឹងយកអ្នកទៅសម្លាប់រូបរាងស្រទន់ដែលបានប្រើឈាមបេះដូងរបស់នាងឆ្លាក់រូបនាគលើមាត្រដ្ឋានមុខស្លេកដែលធ្វើឲ្យបេះដូងរបស់គាត់ឈឺប៉ុន្តែនៅពេលនោះគាត់ត្រូវបានគេតាមប្រមាញ់ដោយមនុស្សដែលស្អប់គាត់រត់ទៅជ្រៅដូចមហាសមុទ្រគាត់គ្រាន់តែប្រាប់ខ្លួនឯងថាបំភ្លេចទុក្ខលំបាកទាំងអស់ដែលនាងបានឆ្លងកាត់ឈុតឆាកនៅក្នុងស្កាយក្លៅសិចនៅពេលដែលគាត់បានឮសំឡេងរបស់ស៊ីសឺនិងបានឃើញភាពក្រៀមក្រំនៃតួលេខនៅខាងក្នុងពន្លានោះបានលីនដឹងថាគាត់មិនអាចបំភ្លេចបានដៃឆ្វេងរបស់ខ្ញុំគឺជាកម្មផលខ្លីនៅក្នុងសមុទ្រនៃអារ៉ាក់ហើយដៃស្តាំរបស់ខ្ញុំគឺរាប់រយឆ្នាំនៃការដាំដុះវ៉ែនបាក់ភ្នែករបស់អ្នកក្រោកឡើងហើយមានពីងផងដែរគាត់នឹងភ្ញាក់ផងដែរអ្នកនឹងចូលចិត្តក្មេងនោះទឹកភ្នែករបស់វ៉ាងលីនហូរនៅពេលគាត់និយាយពេលវេលាមិនបានរងចាំខ្ញុំទេតើអ្នកនឹងយកខ្ញុំទៅនៅពេលណាវ៉ែនខ្ញុំឈ្មោះវ៉ាងលីនយើងជាប្តីនិងប្រពន្ធអនុញ្ញាតឲ្យខ្ញុំយកអ្នកទៅសូម្បីតែទឹកភ្នែកក៏លេចឡើងនៅក្នុងភ្នែករបស់វ៉ាងលីននៅពេលគាត់សម្លឹងមើលលីម៉ូវ៉ាន់គាត់បានរងចាំជាច្រើនពាន់ឆ្នាំសម្រាប់ថ្ងៃនេះភាពកក់ក្ដៅនៅក្នុងជ្រលងភ្នំតួលេខដែលគាត់បានឃើញនៅពេលគាត់ក្រឡេកមើលទៅក្រោយហើយទិដ្ឋភាពនៃអតីតកាលហាក់ដូចជាអស់កៅនៅក្នុងចិត្តរបស់វ៉ាងលីនគាត់មិនអាចបំភ្លេចបានគាត់មិនចង់បំភ្លេចគាត់មិនចង់បំភ្លេចគាត់បានមើលលីម៉ូវ៉ាន់ចាស់ហើយចាស់បន្តិចម្តងនៅពេលដែលនាងដែលយឺតរហូតដល់ទីបញ្ចប់នៃជីវិតរបស់នាងពេលដែលនាងបិទភ្នែកបេះដូងរបស់វ៉ាងលីនមានអារម្មណ៍ឈឺចាប់មិនធ្លាប់មានហាក់ដូចជាឆ្កួតមិនអាចឲ្យលីម៉ូវ៉ាន់ចាក់ចេញបែបនេះបានទេហ៊ានលួចនាងមកវិញបន្ទាប់ពីបាត់បង់វាគាត់នឹងយកវាមកវិញទោះបីជាវាមានន័យថាគាត់ត្រូវតែប៉ះការចងចាំដែលបិទចិត្តម្តងហើយម្តងទៀតហើយដើរចូលទៅក្នុងទីជ្រៅនៃទុក្ខព្រួយគាត់មិនមានអារម្មណ៍សោកស្ដាយឡើយវ៉ែនភ្ញាក់ឡើងវ៉ែនវ៉ាងលីនសម្លឹងមើលស្ត្រីដែលកំពុងដេកលក់ហើយទឹកភ្នែករបស់គាត់នៅតែបន្តហូរខ្ញុំបានមកវ៉ែពិភពលោកទាំងមូលដើម្បីកែតម្រូវការឆ្លុះបញ្ចាំងរបស់អ្នកខ្ញុំបានមកវ៉ែពិភពលោកទាំងមូលដើម្បីបង្កើតវាដូច្នេះមេឃមិនអាចរារាំងភ្នែកអ្នកពីការបើកខ្ញុំបានបើកចំហគ្មានទីបញ្ចប់ដើម្បីបើកផ្លូវដើម្បីឲ្យអ្នករកផ្លូវទៅផ្ទះវ៉ែនខ្ញុំជាប្តីរបស់អ្នកខ្ញុំចង់ឲ្យអ្នកបើកភ្នែករបស់អ្នកហើយភ្ញាក់ឡើងវ៉ាងលីនក្រឡេកមើលមេឃហើយក្រហមពេលវេលាបានកន្លងផុតទៅហើយប៉ុន្តែស្ត្រីនៅក្នុងឈូសនៅតែបិទភ្នែកដដែលវ៉ាងលីនមិនអាចទទួលយកបានទេគាត់មិនអាចទទួលយកបានទេកុំយំមួយស្រោបក់ដែលវ៉ាងលីនក្រហមឡើងលើមេឃដៃដល់កប់ខ្ទិលដោយត្បូងទទឹមក៏ងើបឡើងមកប៉ះមុខគាត់យឺតរាងកាយទាំងមូលរបស់វ៉ាងលីនញ័រគាត់បន្ទាបក្បាលចុះដើម្បីមើលរោមភ្នែករបស់លីម៉ូវ៉ាន់ញ័រពេលនាងបើកភ្នែកទាំងនោះផ្ទុកនៅភាពទន់ភ្លន់ដែលមិនផ្លាស់ប្តូររាប់ពាន់ឆ្នាំនិងអារម្មណ៍ទន់ភ្លន់ដែលនឹងធ្វើឲ្យបេះដូងមនុស្សម្នាក់ឈឺចាប់ជំពូកមុនជំពូកបន្ទាប់Renegade Immortal ជំពូក2088រំពេចមើលទៅក្រោយ Immemorial Boat រាវនៅចំកណ្ដាលនៃទ្វីបដែលមានរាងជារង្វង់មានភ្នំប្រ7ពណ៌ហើយមានរូបពីរឈរនៅលើនោះពួកគេគឺវ៉ាងលីននិងលីម៉ូវ៉ាន់គេឈរមើលស្ពានមិនឆ្ងាយប៉ុន្មានហើយនិយាយគ្នាយ៉ាងស្រទន់ការសម្លឹងរបស់វ៉ាងលីនមានភាពទន់ភ្លន់នៅពេលដែលគាត់សម្លឹងមើលទៅលីម៉ូវ៉ាន់គាត់បានរងចាំរឿងនេះជាយូរណាស់មកហើយឥឡូវនេះបន្ទាប់ពីរាប់ពាន់ឆ្នាំមកទីបំផុតវាបានកើតឡើងហើយប្រ7ពណ៌ដែលបានធ្លាក់មកលែងមានអារម្មណ៍សោកសៅទៀតហើយវាខុសពីទិដ្ឋភាពដែលវ៉ាងលីនបានឃើញនៅខាងក្នុងប្រាសាទដូនតាវ៉ាងលីននិយាយយ៉ាងស្រទន់ថា
វាជារឿងវែងឆ្ងាយវែននៅពេលដែលយើងចាត់ចេញយើងនឹងរកកន្លែងធម្មតាមួយបន្ទាប់មកខ្ញុំនឹងចំណាយពេលមួយជីវិតប្រាប់អ្នកពីរឿងហើយពីងនឹងប្រពន្ធរបស់គាត់គីងយីអ្នកប្រកាសជាស្រឡាញ់ពួកគេលីមួវ៉ាន់ងួរក្បាលតិចនាងសម្លឹងមើលបរោះនោះនៅពីមុខនាងហើយមើលទៅដូចពីមុនមានតែដាននៃពេលវេលានៅលើមុខរបស់គាត់នាងអាចស្រមៃមើលថាតើភាពលំបាកបែបណានិងតម្លៃបែបណាដែលបានលីនបានចំណាយដើម្បីដាស់នាងឥឡូវឲ្យខ្ញុំនាំអ្នកទៅជន់លើមេឃជាមួយគ្នាខណៈដែលវ៉ាងលីនសម្លឹងមើលទៅលើស្ពានដែលនៅមិនឆ្ងាយភ្នែករបស់គាត់ភ្លឺខ្លាំងបំផុតដែលមិនធ្លាប់មានក្នុងរយៈពេលរាប់ពាន់ឆ្នាំមិនមានទុកព្រួយនៅក្នុងភ្នែករបស់គាត់ទេគាត់បានទាញដៃរបស់លីមួវ៉ាន់ក្រោយពីភ្ញាក់ពីដំណេកគាត់មិនដែលបោះបង់ចោលឡើយគាត់ខ្លាចថាពេលគាត់លែងគាត់មិនឃើញគាត់ទៀតទេតួលេខទាំងពីររបស់ពួកគេបានដើរបន្តនៅលើស្ពាន Heaven Trampling Bridge ពោះទៅចុងបញ្ចប់នៃស្ពានដែលភ្ជាប់ទៅនឹងការបំភាន់លីមួវ៉ាន់ក៏បានកាន់ដៃវ៉ាងលីនហើយមិនចង់បោះបង់ចោលអស់មួយជីវិតនាងទទួលបានភាពកក់ក្ដៅចេញពីដៃរបស់គាត់ដែលធ្វើឲ្យចិត្តរបស់នាងមានអារម្មណ៍កក់ក្ដៅនិងសន្តិភាពដែលបានឆ្លងកាត់រាប់ពាន់ឆ្នាំតួលេខរបស់ពួកគេបានមកដល់ចុងស្ពានជាបន្តខណៈពួកគេហៀបនឹងចូលមកវ៉ាងលីនបានឈប់ហើយគ្រវីដៃឆ្វេងរបស់គាត់នៅនឹងដីរលកនេះបានបណ្ដាលឲ្យកាំរស្មី3ហោះមកកាន់ផែនដីកាំរស្មីដំបូងនៃពន្លឺគឺពាក់កណ្ដាលត្រីវិស័យវាបានហោះឆ្ពោះទៅកាន់ផែនដីហើយបណ្ដាលឲ្យផែនដីរាងជារង្វង់ផ្នែកពាក់កណ្ដាលនៃការបំភាន់នៃផែនដីបានคล้ายជាការពិតហើយលេនឋាននិងភ្នំរាប់មិនអស់បានភ្លឺចែងចាំងបន្ទាប់ពីវារួចរាល់វាចាប់ផ្ដើមដំណើរការកាំរស្មីទី2នៃពន្លឺគឺជាត្រូនិកដ៏ធំវាបានចុះមកយ៉ាងលឿនហើយប្រសពជាមួយនឹងភ្នំប្រ7ពណ៌ត្រូនិកបានហោះពាសពេញផែនដីពន្លឺដ៏ខ្លាំងមួយបានសាយភាយចេញពីផែនដីហើយបក់បោកពាសពេញពិភពលោកកាំរស្មីទី3នៃពន្លឺគឺអង្កាំពណ៌សអង្កាំស៊ូគាវាអន្តែតលើពិភពលោកហើយបញ្ចេញពន្លឺដ៏ស្រទន់រូបរាងរបស់វាបណ្ដាលឲ្យកន្លែងទាំងមូលដែលជាត្រីវិស័យព្រំដែនคล้ายជាពេញលេញវ៉ាងលីននិយាយយ៉ាងស្រទន់ថាដកចេញពេលដែលគាត់និយាយផែនដីក៏រំកិលចុះមកយ៉ាងលឿនដោយបន្សល់ទុកយ៉ាងធំបរិមាណអាប់មួយសន្ទុះក្រោយមកទ្វីបក៏បាត់ទៅភ្នំប្រ7ពណ៌ក៏បាត់ទៅអ្វីក្នុងលោកលើកលែងតែស្ពានវ៉ាងលីននិងលីមួវ៉ាន់បានបាត់ទៅហើយអ្វីបានរលត់ទៅវាបានប្រែទៅជាត្រីវិស័យទំហំបាត់ដៃត្រីវិស័យបានបន្លឺឡើងហើយអន្តែតពីលើដៃឆ្វេងរបស់វ៉ាងលីនហើយបន្តបង្វិលវាបានធ្លាក់ចុះម្ដងទៀតហើយអ្វីដែលលេចចេញនៅក្នុងដៃរបស់វ៉ាងលីនគឺ Heaven Diving Beat Heaven Diving Beat គឺជាផ្នែកដ៏សំខាន់បំផុតនៃ Vodari Compass ហើយវាមើលទៅមិនខុសពីពេលដែល Vodari Compass បានបញ្ចប់កាន់អង្កាំវ៉ាងលីនមើលទៅក្រោយគាត់មិនអាចមើលឃើញមេឃឬផែនដីទេគឺមានតែភាពទទេនៅចុងបញ្ចប់នៃមុខគាត់បានឃើញរូបមួយគឺវូដាសម្លឹងមើលអ្វីទាំងអស់នេះដោយមិនដឹងខ្លួនគាត់បានឃើញស្ពានតែមួយគត់ដែលមាននៅក្នុងទទេនិងរូបពីរនៅលើស្ពាននេះជាចម្លើយវូដាបាននិយាយរអ៊ូទាំដោយបង្ហាញនៅទឹកមុខដ៏ស្មុគស្មាញវ៉ាងលីនញញឹមតិចហើយក្រវីដៃស្តាមរបស់គាត់វ៉តេកមួយបានលេចឡើងនៅខាងក្រោយវូដាហើយនៅខាងក្នុងវ៉តេកគឺ Immortal Astral Continent វូដាបានសញ្ជឹងគិតដោយស្ងៀមស្ងាត់មួយសន្ទុះមុនពេលដែលគាត់ឱនក្បាលទៅកាន់វ៉ាងលីនហើយបាត់ចូលទៅក្នុងខ្យល់បន្ទាប់ពីគាត់ចាក់ចេញលោកវ៉ាងលីនបានទាញលីមួវ៉ាន់ដែលបានឃើញរូបនោះប៉ុន្តែមិនសួរសំណួរឆ្ពោះទៅចុងបញ្ចប់នៃស្ពានហើយបាត់ចូលទៅក្នុងការបំភាន់បន្ទាប់ពីវ៉ាងលីនចាក់ចេញស្ពានបានប្រែក្លាយទៅជាពន្លឺភ្លើងហើយបានបាត់ទៅក្នុងភាពទទេនៅទីនេះកន្លែងនេះជាសួនឧទ្យានដូចឋានសួគ៌ពីចម្ងាយមានពន្លាមួយហើយមានតុថ្មមួយនិងរទេះថ្មពីរនៅលើកៅអីថ្មដែលនៅជាប់តុអង្គុយនរណាម្នាក់បែរខ្នងទៅវ៉ាងលីនមនុស្សម្នាក់នេះពាក់អាវប្រផេះហើយមានសក់ស្កើប៉ុន្តែវ៉ាងលីនមិនអាចមើលឃើញរូបរាងរបស់គាត់បានទេមានអ្នកឈរពីក្រោយអ្នកនេះដូចជាអ្នកបម្រើវ៉ាងលីនបានទាញលីមួវ៉ាន់ចេញពីកន្លែងទំនេរហើយមកដល់កន្លែងដូចសួនច្បារនេះពេលវ៉ាងលីនចូលជាមួយលីមួវ៉ាន់អ្នកបម្រើបែរមកវិញគាត់មើលវ៉ាងលីនហើយញញឹម
Vang Linh sầm lăng mơ nẹ bầm ra mà nẹ ní nẹ bầm ra mơ tới chắc bần tịch pon tai quạt nơi tai score nẹ ní phlim. Vang Linh ban nị dứt tha, Linh tiêu. Nhóm co mình men nhóm đà. Nẹ bầm ra ngục ba tai mình nị nẹ đại ban nị nốt cứ bờ rọ bẹt áo po prophet đại miên khnom đạp Vang Linh. Quạt nghiệt một nhờ nhâm đạp Vang Linh. Bờ rọ sleep bẹt po prophet mơ tới Vang Linh đòi tập một nhờ nhâm hai nị tha. នេះត្រូវជាមាដំបានពិតជាការប្រកួតដ៏ល្អសម្រាប់មិត្តរួមចំការបានលីម៉ូវ៉ាន់នៅស្ងៀមមិននិយាយនាងឈោក្បែរបានលីនហើយមើលទៅបរោះពាក់អាវពណ៌ប្រភេទដោយស្ងប់ស្ងាត់វាងលីនក្រឡេកមើលបរោះពាក់អាវសហើយញញឹមភ្លាមគាត់បានទាញលីម៉ូវ៉ាន់ទៅខាងទល់មុខបរោះចំណាស់ហើយគាត់បានក្រវីដៃអាវរបស់គាត់ស្រមោលត្រួតគ្នាមួយបានលេចឡើងនៅលើកៅអីថ្មដែលនៅសេសសល់ចុងក្រោយដែលបង្វែរវាទៅជា គាត់បានអង្គុយជាមួយគ្នាជាមួយលីម៉ូវ៉ាន់នៅលើតុរវាងគាត់និងបរោះពាក់អាវពណ៌ប្រភេទគឺជាក្តារបំណែកសនិងខ្មៅនៅលើវាត្រូវបានរីប៉ាយវាច្បាស់ជាស្ថានភាពអាក្រក់លោកដំនាងរបស់អ្នកបានចាក់ចេញបន្ទាប់ពីលេងបានប៉ែបកណ្ដាលហ្គេមខ្ញុំបានរងចាំអស់ជាច្រើនឆ្នាំហើយទីបំផុតអ្នកបានមកដល់ហើយចូលយើងបន្តបរោះស្លៀកពាក់ពណ៌ប្រភេទញញឹមពេលគាត់រើសដុំខ្មៅមួយមកដាក់លើក្តារ អ្នកជាអាណាព្យាបាលវ៉ាងលីនក្រឡេកមើលក្តារបន្ទះហើយមើលទៅបរោះពាក់អាវពណ៌ប្រភេទបរោះស្លៀកពាក់ពណ៌ប្រភេទងើបមុខញញឹមថាខ្ញុំក៏ដូចជាអ្នកដែរអ្នកមើលទាំងអស់គឺជាវិញ្ញាណកំណប់ហើយខ្ញុំបានបន្សល់ទុកនៅវិញ្ញាណដ៏ទេវភាពមួយនៅលើគាត់នោះគឺជាអ្នកមើលទាំងអស់ដែលមានសម្លៀកបំពាក់ពណ៌ប្រភេទដែលអ្នកបានឃើញបរោះស្លៀកពាក់ពណ៌ប្រភេទមើលទៅដូចគ្នានឹងអល់ស៊ី ទោះជាយ៉ាងណាអារម្មណ៍ដែលគាត់បានលះបង់គឺខុសគ្នាដោយដែលគាត់បាននិយាយគាត់គឺជាអល់ស៊ីដែលមានសម្លៀកបំពាក់ពណ៌ប្រភេទដូចជារបៀបដែលអាណាចក្រ7ពណ៌ត្រូវបានបង្កើតឡើងដោយរូបដំនាងរបស់អ្នកក្រោយមកវាត្រូវបានគេរកឃើញដោយវិញ្ញាណដ៏មានតម្លៃហើយបានប្រើវាខ្ញុំក៏ចង់ដឹងចង់ឃើញខ្លាំងណាស់ប៉ុន្តែឥឡូវនេះខ្ញុំឃើញថាការចាប់កំណើតឡើងវិញគឺសាមញ្ញណាស់សម្រាប់អ្នក ការធ្វើត្រាប់តាម Heaven Diving Bed នៅក្នុងអាណាចក្រ7ពណ៌ត្រូវបានបង្កើតឡើងដោយរូបតំណាងនៃការសម្លាប់របស់អ្នកនៅពេលដែលព្យាយាមស្វែងរកអ្វីដែលបាត់មួយនោះគម្ពីរដើរទាំងនោះគ្រាន់តែជាបទពិសោធន៍ជីវិតរបស់អ្នកប៉ុណ្ណោះដើរតាមផ្លូវនៃដើរពិតនៅក្នុងបន្ទាត់នោះសំដៅលើខ្លួនឯងពិតនៅក្នុងការចាប់បដិសន្ធិឡើងវិញ អត្ថន័យនៃបន្ទាត់នេះគឺសម្រាប់ទម្រង់ជីវិតទាំងអស់ដើម្បីស្វែងរកខ្លួនឯងពិតរបស់ពួកគេដូច្នេះពួកគេអាចដើរចេញពីការចាប់បដិសន្ធិឡើងវិញបរោះស្លៀកពាក់ពណ៌ប្រភេទបង្ហាញការកោតសរសើរក្នុងក្រសែភ្នែករបស់គាត់ពេលគាត់និយាយខ្ញុំគ្មានឈ្មោះទេប្រសិនបើខ្ញុំជាអ្នកទី1នៅក្នុងអាណាចក្រដែលតស៊ូដើម្បីឈានទៅដល់ការជន់ឈ្លីឋានសួគ៌នោះអ្នកគឺជាអ្នកទី2 ក្រៅពីអ្នកនិងខ្ញុំគ្មានទម្រង់ជីវិតណាអាចជន់លើឋានសួគ៌បានមកដល់កន្លែងនេះឡើយក្រៅពីរូបតំណាងរបស់អ្នកនោះបុរសពាក់អាវពណ៌ប្រភេទនិយាយទាំងញញឹមវ៉ាងលីនគិតដោយស្ងៀមស្ងាត់មួយផ្លែតគាត់នៅតែមិនលែងដៃរបស់លីម៉ូវ៉ាន់នៅពេលគាត់មើលបុរសពាក់អាវពណ៌ប្រភេទហើយសួរថាតើអ្នកបានបង្កើតត្រីវិស័យព្រំដែនទេតើអ្នកបានបិទវិញ្ញាណកំណប់នៅខាងក្នុងទេ ជំហានទី4ឋានសួគ៌ជន់ឈ្លីគឺជាដែនកំណត់នៃអាណាចក្រដែលទតាំងនឹងផែនដីប៉ុន្តែនៅក្នុងចក្រវាឡដ៏ធំល្វឹងល្វើយនៃអាណាចក្រទាំង4មានអ្នកខ្លះបានឈានទៅដល់ជំហានទី5 ឬជំហានទី6 មុនពេលដែលខ្ញុំមកទីនេះក្តារនេះមានរួចហើយតោះលេងវាដល់វេនឯងបរោះស្លៀកពាក់ពណ៌ប្រភេទខ្សឹបវ៉ាងលីនគិតដោយស្ងៀមស្ងាត់មួយសន្ទុះរួចក៏ញញឹមគាត់បានលើកដៃស្តាំរបស់គាត់ មានអង្កាំពណ៌សនៅក្នុងដៃរបស់គាត់គាត់បានកាន់ដុំពណ៌សនេះហើយដាក់វានៅលើក្តារពេលដែលដុំពណ៌សធ្លាក់មកក្តារនោះស្រាប់តែផ្លាស់ប្ដូរបំណែកពណ៌សនិងខ្មៅទាំងអស់ចាប់ផ្ដើមធ្វើចលនាហាក់បីដូចជាពួកគេកំពុងព្យាយាមទាយអ្វីមួយនៅពេលដែលលីម៉ូវ៉ាន់ក្រឡេកមើលបំណែកសខ្មៅទាំងអស់បានបញ្ចូលគ្នាជាពីរបំណែកប៉ុណ្ណោះមួយខ្មៅមួយស ដុំពណ៌សគឺនៅខាងលោកវ៉ាងលីនហើយដុំពណ៌ខ្មៅនៅខាងបរោះពាក់អាវប្រភេទ
យល់ទេវ៉ាងលីនក្រឡេកមើលទៅបរោះពាក់អាវពណ៌ប្រផេះបរោះស្លៀកពាក់ពណ៌ប្រផេះសិនចឹងគិតមួយសន្ទុះមុននឹងដកដង្ហើមធំងក់ក្បាលខ្ញុំយល់វ៉ាងលីនញញឹមពេលក្រោកឈរទាញលីមួវ៉ាន់គាត់មិនបានក្រឡេកមើលមនុស្សពីរនាក់ឬក្រុមប្រសានោះទេប៉ុន្តែបានបោះជំហានទៅមុខជាមួយលីមួវ៉ាន់ហើយពួកគេទាំងពីរបានបាត់ខ្លួនពីកន្លែងនេះបន្ទាប់ពីគាត់បានបាត់ខ្លួនដុំពណ៌សនៅលើក្តារខៀនបានคล้ายទៅជាការបំភាន់បន្តិចម្តងហើយនៅទីបំផុតបានបាត់ទៅវិញដូចជាវាបានដើរតាមវ៉ាងលីនបានចាត់ចេញជាមួយលីមួវ៉ាន់នៅលើទ្វីបអមតៈអាស្រ័យគ្មាននរណាម្នាក់ក្រៅពីបូដាដឹងពីអ្វីដែលបានកើតឡើងនៅក្នុងអាណាចក្រ Immemorial Boat នោះទេវ៉ាងលីនអង្គុយលើភ្នំដ៏ស្ងប់ស្ងាត់មួយក្នុងត្រកូលបុរាណលីមួវ៉ាន់អង្គុយពីក្រោយគាត់ហើយមើលគាត់ថ្នមវ៉ាងលីនស្នាក់នៅទីនេះជាច្រើនថ្ងៃគាត់ហាក់ដូចជាកំពុងរងចាំអ្វីមួយលីមួវ៉ាន់មិនដឹងអ្វីទេហើយនាងក៏មិនចង់ដឹងដែរដល់រាប់ណានាងអាចនៅក្បែរវ៉ាងលីននាងពេញចិត្តរួចទៅហើយទោះយ៉ាងណាក៏ដោយនៅតែមានចម្ងល់ក្នុងចិត្តប៉ុន្តែនាងចង់រងចាំវ៉ាងលីនភ្ញាក់ឡើងដើម្បីសួរ3ថ្ងៃទៀតបានកន្លងផុតទៅនៅប្រឡប់នៃថ្ងៃនេះខណៈដែលមេឃស្រឡះវ៉ាងលីនបាក់ភ្នែកមើលមេឃនៅពេលនេះបុរសម្នាក់ស្លៀកពាក់ខ្មៅសក់ខ្មៅវែងបានបង្ហាញខ្លួននៅខាងក្រៅទ្វីបអមតៈអាស្រ័យរាងកាយរបស់គាត់ពោពេញទៅដោយការកាប់សម្លាប់និងការបំផ្លិចបំផ្លាញគាត់បានឈរនៅខាងក្រៅទ្វីបអមតៈអាស្រ័យហើយភ្នែកប្រងើយកន្ទៃរបស់គាត់បានធ្លាក់មកលើត្រកូលអានសៀនជាកន្លែងដែលគាត់បានឃើញនរណាម្នាក់សម្លឹងមកគាត់រូបរាងរបស់គាត់គឺដូចគ្នាទៅនឹងវ៉ាងលីនបន្ទាប់ពីបានសេញជឹងគិតមួយសន្ទុះបរោះស្លៀកពាក់ខ្មៅក៏ប្រញាប់ចូលទៅក្នុងទ្វីបអមតៈអាស្រ័យគាត់បានប្រែទៅជាកាំរស្មីនៃពន្លឺខ្មៅហើយហោះឆ្ពោះទៅរកត្រកូលបុរាណគាត់បានប្រញាប់ទៅកាន់ភ្នំវ៉ាងលីនហើយបានមកដល់មុនគាត់នៅពេលដែលគាត់ឃើញលីមួវ៉ាន់ការមើលប្រងើយកន្ទៃរបស់គាត់កាន់តែទន់ភ្លន់អ្នកមិនចាំបាច់មកទេវ៉ាងលីនមើលរូបអវតារសម្លាប់របស់គាត់បុរសពាក់អាវខ្មៅគិតយ៉ាងស្ងៀមស្ងាត់បន្ទាប់មកគាត់លើកដៃបំបែកសក់ខ្មៅមួយខ្សែពេលគាត់លែងដៃសក់ខ្មៅក៏រលាស់ទៅជាពណ៌សបន្តិចម្ដងពេលដែលសក់ពណ៌សលេចឡើងវ៉ាងលីនបានលើកដៃស្តាំឡើងហើយសក់ពណ៌សក៏លេចចេញមកដែរទោះជាយ៉ាងណាក៏ដោយពេលដែលសរសៃសក់ពណ៌សនេះបានលេចចេញមកវាបានរសាយជាបន្តាបុរសស្បែកខ្មៅមើលទៅលីមួវ៉ាន់ម្ដងទៀតគាត់បានបិទភ្នែករបស់គាត់ពេលដែលគាត់ក្លាយជាអូស្មានខ្មៅហើយបានលុបស្មារតីរបស់គាត់ដើម្បីបញ្ចូលគ្នាជាមួយនឹងរាងកាយរបស់វ៉ាងលីនបានស្រូបអូស្មានខ្មៅទាំងអស់ហើយរូបអវតារសម្លាប់បានលេចឡើងនៅក្នុងខ្លួនរបស់គាត់ម្ដងទៀតគាត់បានប្រឡេកមើលលីមួវ៉ាន់ហើយភ្លាមបានយល់អំពីមូលហេតុដែលអវតារសម្លាប់បានជ្រើសរើសដើម្បីរំសាយស្មារតីរបស់គាត់ហើយបញ្ចូលគ្នាជាមួយគាត់បន្ទាប់ពីទទួលបានឯករាជ្យសម្រាប់ខ្ញុំវាគឺ500ឆ្នាំសម្រាប់គាត់វាជាការចាប់បដិសន្ធិឡើងវិញរាប់មិនអស់តើអ្នកកំពុងមើលខ្ញុំដើម្បីអ្វីលីមួវ៉ាន់ញញឹមវ៉ាងលីនស្រាប់តែសួរថាតើអ្នកបានឃើញគាត់ទេហ៊ូលីមួវ៉ាន់ភ្ញាក់ផ្អើលនាងមិនបានឃើញអ្វីសោះឥឡូវនេះគ្មានអ្វីទេអនុញ្ញាតឲ្យពួកយើងចាត់ចេញទៅអ្នកមិនចង់ឃើញវ៉ាងពីងនិងប្រពន្ធរបស់គាត់ទេចូលយើងទៅកន្លែងដែលគ្មាននរណាម្នាក់ស្គាល់យើងហើយចាប់តាមជីវិតធម្មតាវ៉ាងលីនក្រោកឈរឡើងហើយញញឹមមិនទៅដាំដុះទេលីមួវ៉ាន់ព្រិចភ្នែកហើយក្រោកឈរក្បែរវ៉ាងលីនការដាំដុះគឺនៅក្នុងបេះដូងបន្ទាប់ពីរកឃើញខ្លួនឯងពិតគ្រប់ទីកន្លែងគឺដូចគ្នាវ៉ាងលីនញញឹមពេលគាត់កាន់លីមួវ៉ាន់ពួកគេទាំងពីរនាក់បានប្រែទៅជាពន្លឺរស្មីហើយបាត់ទៅពេលប្រលប់វ៉ាងលីនបន្ទាប់ពីការប្រកួតចប់អ្នកបាននិយាយថាតើអ្នកយល់ទេខ្ញុំពិតជាមិនយល់ទេតើមានអ្វីដែលត្រូវយល់សំឡេងស្រទន់របស់លីមួវ៉ាន់បានបន្លឺឡើងពួកគេទាំងពីរបានហោះទៅឆ្ងាយបន្តិចម្ដងហើយបាត់ខ្លួនទៅក្នុងលំហអាកាសពួកគេមិនបានឃើញទេថានៅពេលនេះនៅកិច្ចជ្រុងនៃទីក្រុង Lakestone ដែលនៅមិនឆ្ងាយពីភ្នំនេះស្ត្រីស្បែកសំណាក់បាននាំនាងត្រឡប់ទៅពន្លឺភ្លើងផ្ទះរាប់មិនអស់ពេលនាងសម្លឹងមើលកាំរស្មីដែលហោះទៅឆ្ងាយលើមេឃទឹកភ្នែកក៏ហូរចុះមកជ្រុងភ្នែករបស់នាងទឹកភ្នែកហូរពេញថ្ពាល់របស់នាងហើយស្រក់លើសម្លៀកបំពាក់របស់នាងបំភ្លេចវាទៅបំភ្លេចអ្វីទាំងអស់
ត្រីក្នុងជីវិតមុនក៏មើលបាក់សេចរសិតទៅក្នុងទឹកស្ត្រីនោះរអ៊ូរទាំភ្នែករបស់នាងងងឹតត្រីនៅក្នុងទឹកហាក់បីដូចជាយំប៉ុន្តែទឹកភ្នែកក៏រលាយក្នុងទឹកដូចនេះបាក់សីមិនអាចមើលវាបានទេកាលពីមុនយើងជាសត្វស្លាបនិងជាត្រីប៉ុន្តែក្នុងជីវិតនេះយើងមិនមែនសំឡេងស្រទន់មួយរំពេចលេចមកក្រោយនារីនោះរាងកាយដ៏ឆ្ងាញ់របស់ស្ត្រីនោះញ័រភ្លាមស្រាប់តែនាងងាកមកក្រោយឃើញរូបនោះញញឹមដាក់នាងជំពូកមុនRenegade Immortal ជំពូក2089នេះគឺជា Postscript ពីអ្នកនិពន្ធChen មិនមែនជាអ្នកបកប្រែទេ Renegade Immortal ត្រូវបានបញ្ចប់អស់រយៈពេល7កន្លះខែខ្ញុំបានបន្តនិយាយថានឹងមាន Postscript ប៉ុន្តែមិនដែលមានអារម្មណ៍ដូចវាឥឡូវចិត្តចូលឆ្នាំថ្មីហើយដូច្នេះខ្ញុំសម្រេចចិត្តតម្រៀបគំនិតរបស់ខ្ញុំហើយសរសេរ3មួយខ្ញុំបានសរសេរ Renegade Immortal អស់រយៈពេល31ខែ7.1.00ថ្ងៃក្រឡេកទៅក្រោយវិញគឺរំជួលចិត្តណាស់ខ្ញុំនៅតែចងចាំខែដំបូងនៃ Renegade Immortal ដែលខ្ញុំមានមនុស្សជាង10.000នាក់ដែលបានដាក់វានៅលើធ្នើរកសៀវភៅរបស់ពួកគេហើយស្ទើរតែគ្មានការបោះឆ្នោតប្រចាំខែប៉ុន្តែChenមិនបានបោះបង់ចោលទេផ្ទុយទៅវិញខ្ញុំបានផឹកស្រាបៀរដោយភ្នែកក្រហមដោយប្រាប់ខ្លួនឯងថាទោះបីជារឿងរបស់ខ្ញុំជាសម្រាមក៏ដោយខ្ញុំនឹងសរសេររឿងដ៏អាក្រក់ទាំងស្រុងខ្ញុំបានចេញទៅក្រៅទាំងអស់សរសេរនៅពេលនោះChenគឺជាអ្នកថ្មីថ្មោងខ្ញុំច្របូកច្របល់អំពីអនាគតនិងយល់ច្រឡំអំពីជីវិតខ្ញុំតែងតែសម្លឹងមើលទៅលើមេឃជាមួយនឹងគំនិតនិងឧត្តមគតិជាច្រើនប៉ុន្តែនៅទីបញ្ចប់ខ្ញុំគ្រាន់តែអាចមើលពុកចំការរបស់ខ្ញុំកាន់តែរីកធំឡើងនៅសល់តែភាពអស់សង្ឃឹមខ្ញុំមិនចង់បោះបង់ទេខ្ញុំចង់តស៊ូនេះជាអ្វីដែលខ្ញុំបានប្រាប់ខ្លួនឯងកាលពីខែមិថុនា2ឆ្នាំមុនប្រធានបទនៃ Renegade Immortal គឺការតស៊ូមានការលំបាកនិងច្របូកច្របល់ជាច្រើនខ្ញុំចាំពាក្យស្បត់ខ្ញុំចាំពាក្យស្ដីបន្ទោសខ្ញុំចាំសំឡេងដ៏កាចសាហាវខ្ញុំចាំបានច្រើនប៉ុន្តែខ្ញុំក៏ចងចាំពាក្យសម្ដីលួងចិត្តពីអ្នកទាំងអស់គ្នានិងរឿងដ៏កក់ក្តៅទាំងអស់នោះមានច្រើនដងនៅពេលដែលខ្ញុំមើលឈ្មោះដែលធ្លាប់ស្គាល់នៅក្នុងការពិនិត្យសៀវភៅខ្ញុំបានមើលម្ចាស់ការសញ្ញាជា300នាក់ម្ចាស់ជំនួយកម្ពុជាហើយខ្ញុំបានមើលការកើនឡើងនៃការបោះឆ្នោតប្រចាំខែខណៈដែលទឹកភ្នែកនៃក្តីរីករាយបានធ្លាក់ចុះនេះជាការពិតទាំងអស់សូមអរគុណអ្នកទាំងអស់សូមអរគុណអ្នកអាន Renegade Immortal និងសូមអរគុណអ្នកផ្តល់ជំនួយនិងអ្នកសម្របសម្រួលសម្រាប់ Renegade Immortal សម្រាប់2ឆ្នាំកន្លះចុងក្រោយនេះវាអាចនិយាយបានថាដោយដែលខ្ញុំបានសរសេរ Renegade Immortal ខ្ញុំក៏រីកចម្រើនផងដែរការរីកចម្រើនខាងផ្លូវចិត្តការដើរតាមលោកវ៉ាងលីនគឺដូចជាខ្ញុំកំពុងសរសេរដោយផ្ទាល់ខ្លួនរបស់ខ្ញុំជីវិតនិងសេចក្តីស្លាប់កម្មផលការចាប់បដិសន្ធិឡើងវិញខ្លួនឯងពិតមានដែនត្រូវបានគោះបញ្ជាក់ប៉ុន្តែនៅពេលដែលប្រឡំលោករីកចម្រើនខ្ញុំបានបន្តវាបន្តិចម្តងជាមួយវ៉ាងលីនជីវិតមនុស្សមិនដល់100ឆ្នាំទេមានតែគំនិតគេអាចបន្តរហូតគំនិតគឺជានិមិត្តសញ្ញារបស់មនុស្សខ្ញុំតែងតែយល់អំពីរឿងនេះខ្ញុំមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យវាបញ្ចប់បន្ទាប់ពី2ឆ្នាំកន្លះពី3ថ្ងៃក្រោយមកខ្ញុំមានអារម្មណ៍មិនស្រួលដូចជាធ្នូដែលអូសបាន2ឆ្នាំកន្លះស្រាប់តែរលំខ្ញុំនៅតែក្អកហើយទ្រូងខ្ញុំហត់ក្នុងមួយជីវិតរបស់មនុស្សម្នាក់នឹងមានរយៈពេល2ឆ្នាំកន្លះជាច្រើនប៉ុន្តែខ្ញុំដឹងថាខ្ញុំពេញចិត្តនឹងរយៈពេល2ឆ្នាំកន្លះនេះខ្លាំងណាស់ព្រោះខ្ញុំមានអ្នកនៅជាមួយខ្ញុំ
ខ្ញុំបានរីកចម្រើនច្រើនក្នុងអំឡុងពេល Renegade Immortal ពីការចាប់ផ្ដើមថ្មីនិងក្លាយជាស្ទាត់ជំនាញនៅចុងបញ្ចប់ទោះជាយ៉ាងណាក៏ដោយខ្ញុំយល់ថាខ្ញុំនៅមានកំហុសដូចជាខ្ញុំមិនសូវល្អជាមួយនឹងលេខហើយក៏មានកំហុសអ្នកដាំដំណាំជាច្រើនអ្នកដឹងរឿងនេះជារឿយៗខ្ញុំនឹងសរសេរ3ស្រទាប់ហើយក្រោយមកវាប្រែទៅជា4ស្រទាប់ខ្ញុំពិបាកចិត្តខ្លាំងណាស់វាជាការចងចាំរបស់ខ្ញុំដែលបោកប្រាស់ខ្ញុំមានចំណុចខ្វះខាតច្រើនណាស់ដូចរឿងនឹងប៉ុន្តែខ្ញុំបានសរសេរអស់ហើយដូច្នេះខ្ញុំនឹងព្យាយាមជៀសវាងវានៅក្នុងប្រឡំលោកថ្មីក៏មានប្រយោគខូចដែលធ្វើឲ្យអ្នកអានមិនសប្បាយចិត្តប៉ុន្តែខ្ញុំខ្លាចថាវាមិនអាចផ្លាស់ប្ដូរបានហើយខ្ញុំចាំពីកង្វះវាស័ព្ទផ្ទាល់ខ្លួនដូចជាការស្រមុកភ្នែកភ្លឺការស្រមុកត្រជាក់មួយជំហានទៅមុខនិងផ្សេងទៀតត្រូវបានគេប្រើញឹកញាប់ពេកហើយខ្ញុំមានអារម្មណ៍ខ្មាស់អៀនបន្តិចប្រឡំលោកដែលមានតួអក្សរច្រើនជាង6លានធ្វើឲ្យវាពិបាកក្នុងការសម្រេចបាននូវភាពល្អឥតខ្ចោះដូច្នេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនប្រកាន់ទេយ៉ាងណាក៏ដោយខ្ញុំក៏មានចំណុចខ្លាំងច្រើនហាយ៉ាងហោចណាស់ខ្ញុំមានអារម្មណ៍ថាតួអង្គគឺល្អណាស់មិនមែនគ្រប់តួអង្គដែលគាំទ្រនោះទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាពួកគេភាគច្រើននៅតែជោគជ័យដូចជាសេទូ King Sobi Red Butterfly Zuru ក្បាលធំជាដើមនេះជាផ្នែកដែលខ្ញុំសប្បាយចិត្តខ្លាំងណាស់មានចំណុចខ្លាំងច្រើនពេកប៉ុន្តែខ្ញុំនឹងមិននិយាយទាំងអស់ដើម្បីសរសើរខ្លួនឯងទេអ្នកទាំងអស់គ្នាយល់ហើយជាទូទៅចំណុចខ្វះខាតនិងចំណុចខ្លាំងមានជាប់គ្នា Renegade Immortal គឺនៅឆ្ងាយពីភាពល្អឥតខ្ចោះប៉ុន្តែវាគឺជាដែនកំណត់បច្ចុប្បន្នរបស់ខ្ញុំនៅក្នុងសៀវភៅថ្មីខ្ញុំនឹងប្រើវិធីសាស្ត្រថ្មីដើម្បីធ្វើឲ្យខ្លួនឯងក្រោកឡើងវាហាក់បីដូចជាខ្ញុំបានប្រើក្រោកឡើងច្រើនផងដែរមានរុនជាច្រើននៅក្នុង Renegade Immortal ហើយនៅទីបញ្ចប់មនុស្សជាច្រើននៅតែមិនទាន់បានបំពេញខ្ញុំថែមទាំងជីកបានពី3ទៀតនៅចុងបញ្ចប់ហើយបន្ទាប់ពីពិចារណាទាំងអស់ទីបំផុតខ្ញុំក៏សម្រេចចិត្តទុកវាចោលដូចដើមខ្ញុំតែងតែមានអារម្មណ៍ថាប្រឡំលោកត្រូវតែមានការសោកស្ដាយខ្លះប្រសិនបើមិនមាននៅក្នុងតួអក្សរទេនោះនៅក្នុងក្រងតាមការពិតចម្លើយមួយចំនួនអាចត្រូវបានរកឃើញនៅក្នុងអត្ថបទប្រសិនបើអ្នកគិតអំពីវាជាឧទាហរណ៍អ្នកដែលបាត់នៅក្នុង Heaven Living Beat នៅទីបញ្ចប់ចម្លើយត្រូវបានផ្ដល់ឲ្យវាគឺជា Alt C ឧទាហរណ៍ប្រសិនបើមានអង្កាមពណ៌សត្រូវតែមានអង្កាមខ្មៅបញ្ហានេះជាមួយនឹងអង្កាមខ្មៅនិងសត្រូវបានផ្ដល់ចម្លើយនៅក្នុងបន្ទះទ្រូងនៅក្នុងជំពូកចុងក្រោយជាឧទាហរណ៍របៀបដែលជោហ្វ្លេមត្រូវបានគេលើកឡើងថាមានជាតិពុលខ្ញុំបានផ្ដល់ការពន្យល់ជាមួយត្រកូលដោយវាងតែខ្ញុំមិនបាននិយាយដោយផ្ទាល់មានច្រើនដូចជានិកាយដងលីនចម្លើយគឺនៅក្នុងអត្ថបទទោះយ៉ាងណាក៏ដោយវាពិតជាមានរុនដែលខ្ញុំមិនមានការសន្និដ្ឋានសម្រាប់ខ្ញុំចង់ទុករឿងទាំងនេះឲ្យវាងលីនដែលអមជាមួយលី QIN មិនដោះស្រាយឬអាចកំបាំងលាក់កំបាំងនៅក្នុងពិភពល្អាងខ្ញុំបានសម្រេចចិត្តចាត់ចេញពីពួកគេសម្រាប់វាងលីនដែលនៅជាមួយមូប៊ីមីដើម្បីស្វែងរកស្រដៀងគ្នានេះដែលខ្ញុំក៏បានទុកសំណួរពីរសម្រាប់អ្នកដាំដុះផងដែរទី1គឺវាងលីនមាននៅជុំវិញលីមូវ៉ាន់លី QIN មិននិងមូប៊ីមីប៉ុន្តែតើមួយណាជាគាត់ពិតប្រាកដខ្ញុំគិតថាអ្នករួមការងារមួយចំនួនធំយល់ស្របថាគាត់នៅជាមួយលីមូវ៉ាន់ប៉ុន្តែការគិតអំពីវាដោយប្រុងប្រយ័ត្ននេះប្រហែលជាមិនមែនជាចម្លើយត្រឹមត្រូវទេប្រហែលជាគាត់ពិតជានៅជាមួយលីមូវ៉ាន់ឬប្រហែលជាគាត់មិនមែនជាការពិតណាស់ប្រសិនបើគាត់មិននៅជាមួយលីមូវ៉ាន់នោះជីវិតនិងការតស៊ូរបស់គាត់នឹងហាក់ដូចជាគ្មានន័យបន្តិចយ៉ាងហោចណាស់ខ្ញុំមិនអាចប្រាប់ពួកគេដាច់ពីគ្នាបានទេតក្កវិជ្ជារបស់ខ្ញុំប្រាប់ខ្ញុំថាវាងលីនដែលចាក់ចេញជាមួយលីមូវ៉ាន់នឹងក្លាយជារឿងពិតប៉ុន្តែនៅពេលដែលខ្ញុំគិតអំពីរឿងរបស់លី QIN មិននិងរឿងរបស់មូប៊ីមីខ្ញុំបានយល់ច្រឡំតើមួយណាជាគាត់ពិតប្រាកដខ្ញុំចង់នាំភាពត្របូកត្របល់នេះទៅកាន់អ្នកដាំដុះបើអ្នកជាវាងលីនតើនារី3នាក់ណាដែលអ្នកនឹងជ្រើសរើសនៅជាមួយចម្លើយនេះគឺខុសគ្នាសម្រាប់មនុស្សគ្រប់គ្នា
អ្វីដែលខ្ញុំចង់បានគឺសម្រាប់អ្នកដាំដុះដែលចូលចិត្ត Lee Nguyen មិនគិតថាវ៉ាងលីនដែលនៅជាមួយ Lee Nguyen មិនគឺជាវ៉ាងលីនពិតប្រាកដដូចគ្នាដែលខ្ញុំចង់ឲ្យអ្នកដាំដុះដែលចូលចិត្ត Movie មិនគិតថាវ៉ាងលីនដែលស្នាក់នៅក្នុងរូងភ្នំដែលផ្ទាល់កំណើតនិងចិញ្ចឹមគាត់គឺជាវ៉ាងលីនពិតប្រាកដខ្ញុំក៏សង្ឃឹមដែរថាអ្នកដាំដុះដែលចូលចិត្ត Lee Nguyen ជឿដោយមិនស្ទាក់ស្ទើរថាអ្នកដែលនៅជាមួយនាងគឺជាវ៉ាងលីនពិតប្រាកដគ្មានចម្លើយទេខ្ញុំគ្មានប្រហែលជាមានតែលោកវ៉ាងលីនប៉ុណ្ណោះដែលដឹងចម្លើយចំពោះសំណួរនេះដោយគ្មានចម្លើយនេះគឺជាការងារពេញលេញដំបូងដែលChenបានបញ្ចប់នឹងExcelនេះដំបូងខ្ញុំមានអារម្មណ៍ថាប្រឡំលោកExcelនេះគ្មានទីបញ្ចប់ខ្ញុំមិនចង់សរសេររឿងកំ pl ែងបែបនេះទេដូចជាវ៉ាងលីនបានថ្លៃជាមនុស្សខ្លាំងបំផុតក្នុងសកលលោកខ្ញុំចង់សរសេរអំពីមនុស្សម្នាក់ដែលមានសាច់ឈាមបុរសដែលសុខចិត្តផ្កើនមេឃព្រោះតែចិត្តផ្គាប់ចិត្តនេះការដាំដុះគ្មានទីបញ្ចប់នោះហើយជាមូលហេតុដែលខ្ញុំសរសេរថាមានជំហានទី4ជំហានទី5ជំហានទី6ប្រហែលមានច្រើនទៀតវាជាផ្លូវវែងនេះតំណាងឲ្យការខិតខំប្រឹងប្រែងនិងការតស៊ូរបស់មនុស្សវាតំណាងឲ្យគំនិតនៃការឡើងភ្នំនិងក្តីសង្ឃឹមវឌ្ឍនភាពបែបនេះគឺអស់កលបជានិច្ចហើយនឹងបន្តជារៀងរហូតRenegade Immortal គឺគ្រាន់តែជាផ្នែកមួយនៃជីវិតរបស់វ៉ាងលីនដែលជាផ្នែកដំបូងបំផុតនៃជីវិតរបស់គាត់នឹងមានជីវិតកាន់តែច្រើនប៉ុន្តែផ្នែកនោះនៃជីវិតរបស់គាត់នឹងមិនមាននៅក្នុងសៀវភៅទេប៉ុន្តែនៅក្នុងការស្រមើស្រមៃរបស់យើងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងគិតភ្លាមអំពីវានៅពេលដែលអបសពការបំផុសគំនិតឬស្ថិតក្នុងតំបន់នេះនឹងជារឿងដ៏រីករាយមួយមេឃធំណាស់ក្រឡេកមើលមេឃពេលយប់ខ្ញុំដឹងថាវ៉ាងលីនគ្រាន់តែជារឿងមួយប៉ុណ្ណោះប៉ុន្តែឆន្ទៈតស៊ូរបស់គាត់គឺជាអ្វីដែលខ្ញុំខ្វះខាតនោះហើយជាមូលហេតុដែលខ្ញុំសរសេរអ្វីមួយដូចនេះប្រាប់ខ្លួនឯងរំលឹកខ្លួនឯងនិងធ្វើឲ្យខ្លួនឯងទន្ទឹងរង់ចាំខ្ញុំនៅក្នុងសំណាញ់អ្នករាល់គ្នានៅទីនេះដូចជាលបែងអុកនៅចុងបញ្ចប់សំណួរនិងចម្លើយយល់ទេខ្ញុំយល់ទោះជាយ៉ាងណាវ៉ាងលីនយល់អាណាព្យាបាលយល់ប៉ុន្តែខ្ញុំនៅតែមិនយល់ជីវិតគឺដូចជាសុបិននេះគឺជាការប្រណាំមួយនឹងមានពីរប្រហែលជានឹងមាន postscript សម្រាប់តួអង្គផ្សេងទៀតប៉ុន្តែខ្ញុំមិនធានាអ្វីនោះទេទោះយ៉ាងណាក៏ដោយដរាបណាខ្ញុំទទួលបានការបំផុសគំនិតខ្ញុំនឹងសរសេរវាចុះឧទាហរណ៍ស៊ីទូ King Subi Red Butterfly Luigi 13 Zuru ជាដើមទោះបីជាពេលវេលារបស់ខ្ញុំនៅលើអ៊ីនធឺណិតមានការថយចុះក៏ដោយក៏ខ្ញុំនៅតែនៅជាមួយមនុស្សគ្រប់គ្នា